ហើយសំណួរបន្តស្រឡាញ់ធម្មជាតិឈ្មោះមួយចឹងឈ្មោះថាស្រឡាញ់ធម្មជាតិសូមគោរពលោកគ្រូខ្ញុំមានមិត្តភ័ក្តិជាច្រើនអ្នកដែលពួកគាត់រួមទាំងខ្ញុំផងបានយល់ដឹងពីផលប៉ះពាល់ដល់សុខភាពបណ្ដាលមកពីផឹកគ្រឿងស្រវឹងប៉ុន្តែពេលមានកម្មវិធីជួបជុំគ្នាម្ដងឬពេលមានបញ្ហាពិបាកចិត្តគឺតែងតែផឹកគ្រឿងស្រវឹងជានិច្ចតើមានធម៌អ្វីមកពិចារណាឬមានវិធីអ្វីដើម្បីឈប់ផឹកគ្រឿងស្រវឹងសូមអរគុណបាទឲ្យមានធម៌បន្តិចបន្តួចសម្រាប់យើងពិចារណាតែម្ដងនោះវាលំបាករាវចឹងត្រូវមានពេលសិក្សារៀនសូត្រដោយខ្លួនឯងឲ្យឃើញលំអកុសលធម៌ហ្នឹងក៏អាចធ្វើឲ្យជីវិតសុខសប្បាយដែរណាពីព្រោះយើងរកគិតរឿងសប្បាយអីក្រៅពីគ្រឿងស្រវឹងឬក៏គ្រឿងអបាយមុខហ្នឹងយើងរកគិតអីសប្បាយមិនឃើញហើយវាពិតមែនគ្រឿងអបាយមុខហ្នឹងប្រព្រឹត្តទៅវាសប្បាយពីព្រោះអីយើងរៀននៅក្នុងសភាវធម៌យើងឃើញថាដែលធ្វើឲ្យយើងញៀននៅក្នុងលបែងអបាយមុខហ្នឹងពីព្រោះអីនៅក្នុងហ្នឹងវាមានសោមនស្សវាមានលោភៈមានតណ្ហាជាប់ជំពាក់ហ្នឹងហើយមានធัวដែលធ្វើឲ្យរីករាយអញ្ចឹងហើយបានអ្នកផឹកហ្នឹងឡើងរំឡើងអីហ្នឹងសប្បាយដែរមិនអត់សប្បាយទេបាយវាមានអញ្ចឹងណាបានចិត្តទៅបើផឹកហើយមានតែប្រកាច់តោតតងហើយក្តៅកាហាយជានិច្ចវាអត់មានសោមនស្សសោះមានណាផឹកទេវាមានស្រួលផឹកអីសូរ៉ាប៉ុន្តែដល់ពេលវង្វេងស្មារតីទៅធ្វើឲ្យបាត់ការអៀនខ្មាស់ទៅក៏រំច្រៀងទៅបាយទៅអីទៅអញ្ចឹងវាមិនមែនអត់សុបាយទេអានិសង្ឃរបស់អបាយមុខហ្នឹងវាសុបាយប៉ុន្តែយើងអត់រៀនយើងរកអាសុបាយផ្សេងពីនឹងអត់ឃើញនឹកឃើញពិធីគឺនឹកឃើញតែហ្នឹងហ្មងសំបីតែខួបកំណើតអីយើងមើលបើមិនដាក់រឿងនឹងផឹកដូចអត់សុបាយប៉ុន្តែនៅពេលដែលយើងជ្រះថ្លាក្នុងកុសលធម៌យើងសិក្សាឲ្យយល់ដឹងពីលំអរបស់កុសលធម៌ឧទាហរណ៍ថានៅពេលខួបកំណើតអីចឹងចោះយើងបំពេញកុសលយើងបំពេញទានយើងធ្វើអំណោយទានអីចឹងវិញស្រាប់តែមានសេចក្តីសប្បាយផ្សេងសប្បាយហើយជាសប្បាយរហូតសប្បាយមានមោទនភាពសប្បាយអាចជាគំរូរបស់គេសប្បាយរហូតដល់នាំឲ្យចិត្តនឹងស្ងប់រហូតដល់យើងបិទភ្នែកស្លាប់ទៅណាសប្បាយក្នុងកុសលសប្បាយអញ្ចឹងនៅក្នុងសេចក្តីល្អក៏សប្បាយដែរណាសប្បាយដូចខ្ញុំអង្គុយនិយាយធម៌ប្រាប់បងប្អូនខ្ញុំសប្បាយដែរណាបងប្អូនមិនទោះផឹកបានសប្បាយទេខ្ញុំសប្បាយនឹងការចែករំលែកខ្ញុំសប្បាយនឹងការដែលឃើញអ្នកយល់ដឹងអញ្ចឹងជាសេចក្តីសប្បាយរបស់ខ្ញុំដែលមិនចេះស្វឹងណាសប្បាយហើយអត់ស្វឹងទេសប្បាយហើយអត់ខូចសុខភាពអីឃើញទេពីព្រោះធម្មទេសនាការចែករំលែកធម៌អាប្រព្រឹត្តទៅជាកុសលហ្នឹងសប្បាយបងប្អូនមើលឃើញខ្ញុំអត់ទៅជប់លៀងអីណាផងអង្គុយតែនិយាយអីចឹងទេអាហ្នឹងខ្ញុំសប្បាយអញ្ចឹងហ្នឹងហើយបាយហើយពេលដែលជួបអ្នកដែលមកប្រាប់ថាបានយល់ដឹងអីចឹងទៅធ្វើឲ្យការគិតនឹងវាប្រសើរឡើងឬក៏លែងជឿជំនឿផ្ដាស់ឬក៏ដូចមិញហ្នឹងថាព្រោះតែស្ដាប់ទៅនឹងយូរទៅក៏ផ្ដាច់សារានឹងបានហ្នឹងហើយជាសេចក្តីសប្បាយក្នុងមហាកុសលឃើញទេហ្នឹងហើយសប្បាយមានតែចម្រើនអត់មានអស់លុយអស់កាក់អីទេហើយមិនចេះកើតរឿងកើតរ៉ាវអីទៅឆ្លោះកប់ចាក់គ្នាអីអត់ទេសប្បាយក្នុងកុសលហ្នឹងគឺតែសប្បាយអញ្ចឹងរហូតដល់ស្លាប់ឃើញទេហើយសប្បាយរឿងសូរ៉ាហ្នឹងសប្បាយតែពេលស្វឹងហ្នឹងទេសប្បាយតែពេលផឹកហើយពេលស្វឹងហ្នឹងជាងការវាងពីស្វឹងមកវិញមានរឿងស្ដាយក្រោយមានរឿងអីស្ដាយក្រោយព្រោះវាស្វឹងសបាយដោយមោហៈហ្នឹងសបាយដោយលោភៈសបាយដោយតណ្ហាសបាយដោយការជាប់ជំពាក់ហ្នឹងមានតែពេលដែលបងប្អូនលះដាច់ហើយប៉ុន្តែមិនត្រឹមតែលះប៉ុណ្្នឹងឯងរៀនយើងមករៀនមេគារបស់សប្បុរសទៅឃើញថាអូមេគាដ៏ស្អាតដ៏ផូរផង់របស់សប្បុរសហ្នឹងគឺថាល្អធ្វើឲ្យជីវិតហ្នឹងវាមានភាពសុខដុមរមនា
រស់នៅស្គាល់ប្រមាណវាមិនចាំបាច់ហឺហាអួតហឹកហាក់ជាមួយនរណាឃើញទេហ្នឹងហើយអញ្ចឹងសេចក្តីសុខនៅក្នុងកុសលទៅជាសេចក្តីសុខដ៏ត្រជាក់សុខតាំងពីកុសលថ្នាក់ជាលោកយៈជាកាមាវចរៈរហូតទៅមហកតៈទៅរហូតចុងក្រោយគឺកុសលលោកុត្តរៈរួចចេញពីសេចក្តីទុក្ខទាំងស្រុងឃើញទេហ្នឹងហើយឧទាហរណ៍ដូចជាយើងរៀបការជាប្តីជាប្រពន្ធហើយអញ្ចឹងយើងអាចរកសេចក្តីសុខនៅក្នុងក្រុមគ្រួសារបាននៅក្នុងតួនាទីជាឪពុកជាម្ដាយហ្នឹងហើយមាននៅក្នុងហ្នឹងអញ្ចឹងបានព្រះបរមគ្រូត្រាស់ថាសេចក្តីត្រេកអរចំពោះរបស់ដែលមានហ្នឹងគឺមង្គលឃើញទេអញ្ចឹងយើងមានអីនៅក្នុងផ្ទះយើងទ្រព្យសម្បត្តិយើងប្រពន្ធយើងកូនយើងញាតិយើងដែលមាននៅជុំវិញយើងហ្នឹងបើនិយាយពីការសង្គ្រោះតួនាទីរបស់យើងដែលជាឪពុកជាប្តីហ្នឹងវាមានតួនាទីបតតិរសសង្កហោការសង្គ្រោះនៅបុត្រនិងភរិយាហ្នឹងជាមង្គលដ៏ឧត្តមឃើញទេហើយវាជាការពិតមែនអញ្ចឹងបានថាឪពុកម្ដាយគួរទម្លាក់ការស្វែងរកសេចក្តីសុខខាងក្រៅហ្នឹងយើងអាចរកសេចក្តីសុខដែលជាលោកយៈហ្នឹងនៅក្នុងក្រុមគ្រួសារបានឧទាហរណ៍ហ្នឹងពេលដែលខ្ញុំឆ្លៀតពីកិច្ចការងាររបស់ខ្ញុំពេលកំសាន្តរបស់ខ្ញុំកំសាន្តជាមួយកូនខ្ញុំអានសៀវភៅឬក៏ខ្ញុំរករូបនេះរូបនោះឲ្យកូនមើលអញ្ចឹងទៅនឹងជាម៉ោងកំសាន្តដោយមានគោលបំណងច្បាស់លាស់មិនមែនគ្រាន់តែតាក់ទាញទៅទេខ្ញុំមានបំណងត្រឹមត្រូវទៅជាសប្បាយទៅជារឿងដែលជាបទពិសោធន៍ល្អអត់មានអារម្មណ៍ថាឥឡូវហ្នឹងវាទៅណាស់វាទាស់ណាស់វារវល់ណាស់អីវាសម្ពាធណាស់ពីមុនដើរទៅណាមកណាវាស្រួលឥឡូវមានគ្នាដើរទៅណាពិបាកអាហ្នឹងយើងអ្នកដាក់សម្ពាធខ្លួនឯងទេយើងអ្នកដាក់ทั้งជាប់អញ្ចេះជាប់អញ្ចឹងយើងមកពីយើងជាប់អារបស់ខាងក្រៅច្រើនជាងហ្នឹងហើយបើយើងឲ្យសេចក្តីសំខាន់ទៅលើរបស់ដែលយើងមានដែលយើងត្រូវយកចិត្តទុកដាក់វាអត់មានជាសម្ពាធអីទេឃើញទេហើយវាកើតជាមង្គលហ្នឹងគឺដោយសេចក្តីថាវាមានកុសលធម៌កើតច្រើនកុសលធម៌កើតច្រើនអញ្ចឹងមិនមានអីទេបញ្ហាជីវិតនេះវាស្រេចហើយតែថាចិត្តយើងគិតថាម៉េចហើយគ្រាន់តែជម្រាបបងប្អូនថាកុសលធម៌ទៅជាសុខកាន់តែចម្រើនកាន់តែសុខកាន់តែស្ងប់កាន់តែប្រពៃប៉ុន្តែកុសលដែលខ្ញុំនិយាយហ្នឹងមិនមែនកុសលផ្អើលតាមគ្នាទេណាមិនមែនកុសលបោលទៅរយនេះបោលទៅរយនោះឯនោះបនច្រើនទៅជួបលោកឯនេះលោកឯនោះចេះអញ្ចោះអីស័យនេះអីស័យនោះផ្អើលអញ្ចឹងមិនមែនទេមិនមែនរស់សុខទេអានឹងបង្កើនលោភៈដដែលទេបងប្អូនហើយអាចយល់ពាក្យខ្ញុំបាននោះតើរៀនខ្លះឲ្យស្គាល់ថាស្អីជាអកុសលចិត្តស្អីជាកុសលចិត្តដែលត្រូវចម្រើនរាល់ថ្ងៃហ្នឹងហើយពាក្យដែលព្រះបរមគ្រូព្រះអង្គថាកុសលត្រូវតែចម្រើនរឿយត្រូវធ្វើសេចក្តីពេញចិត្តក្នុងកុសលហ្នឹងមិនមែនកុសលរត់រយនេះកុសលនៅភ្នំនេះភ្នំនោះមិនមែនទេកុសលនៅក្នុងចិត្តហ្នឹងឯងហើយចិត្តដែលអាចចម្រើនកុសលបានហ្នឹងគឺជាចិត្តដែលមានការយល់ត្រូវផ្ដើមដោយការសិក្សារៀនសូត្រហ្នឹងដូចខ្ញុំចែកពធហ្នឹងមានមិនអត់សบายទេណាខ្ញុំសบายនឹងចែកបើអត់សบายនឹងចែកទេខ្ញុំចែកអត់កើតទេចែកអត់កើតទេខ្ញុំសบายដែរខ្ញុំសบายនឹងចែកហ្នឹងហើយធ្វើមេរៀនអីត្រូវមើលត្រូវអីបើយើងមើលពីសកម្មភាពធ្វើពេលវេលាដាក់អស់ហើយទៅលើរៀបមេរៀនរៀបអីបរៀនអីចឹងមើលទៅដូចពិបាកចឹងប៉ុន្តែខ្ញុំសប្បាយជាមួយវាខ្ញុំសប្បាយជាមួយការងារហ្នឹងជាសេចក្តីសុខរបស់ខ្ញុំមិនមែនគ្រឿងអបាយមុខធ្វើឲ្យខ្ញុំសប្បាយទេខ្ញុំសប្បាយជាមួយនឹងអាហ្នឹងរាល់ពេលដែលខ្ញុំធ្វើមេរៀនបរៀនគេខ្ញុំគិតថាជីវិតនេះមានប្រយោជន៍ណាពេលវេលា1ម៉ោង2ម៉ោងពេលខ្ញុំដាក់ចិត្តថារៀបមេរៀនបរៀនគេខ្ញុំថាពេលវេលាមានប្រយោជន៍គឺមានប្រយោជន៍សម្រាប់គេផងសម្រាប់ខ្លួនឯងផងសម្រាប់ខ្លួនខ្ញុំចម្រើនកុសលហើយចម្រើនការចងចាំរបស់ខ្ញុំផងហើយពេលដែលរៀបហ្នឹងខ្ញុំតែងតែគិតថាមេរៀននេះមិនមែនមើលឃើញតែខ្ញុំទេនឹងបានអ្នកដទៃហ្នឹងមើលឃើញដែរយ៉ាងហោចឲ្យបានតែម្នាក់ឡើងទៅបានឃើញមេរៀនហ្នឹងគឺជារឿងល្អបំផុតហើយប៉ុន្តែអាការដែលយើងសប្បាយក្នុងការទៅសាងអបាយមុខផ្សេងស្រីសារលបែងអីទាំងអស់ហ្នឹងវាមានបែលចែកផលប្រយោជន៍អីដល់តាណាកើតវាអត់ទេវាមានតែបំពេញលោភៈខ្លួនឯងហ្នឹងហើយបានត្រឹមតែបំពេញលោភៈខ្លួនឯងហ្នឹងហើយខ្លួនឯងហ្នឹងសន្មតទៅទៀតតាមពិតកែរបស់ខ្លួនឯងគឺតណ្ហានោះទេវាបាន
តាមបំណងរបស់វាទៅឯសត្វលោកយើងនេះវាអត់មានបានអីក្រៅពីហត់លំបាកហ្នឹងទេហ្នឹងហើយឈុនសុផលជំរាបសួរលោកគ្រូបាទជំរាបសួរថ្ងៃនេះទឹកមុខលោកគ្រូពិតជាស្រស់របស់ខ្លាំងណាស់ទោះបីមួយរយៈនេះលោកគ្រូត្រូវបានរលកស៊ូណាមីបកបោកយ៉ាងណាក៏ដោយក៏មិនធ្វើឲ្យលោកគ្រូរង្គោះរង្គើដែរព្រឹត្តិការណ៍ធំដែលលោកគ្រូបានឆ្លងកាត់ថ្ងៃ21ឧសភា2023លោកគ្រូលាចាកសិក្ខាបទក៏ក្រៅពិភពលោកថ្ងៃ13មិថុនាឆ្នាំ2023លោកគ្រូត្រឡប់ទៅខ្មែរធ្វើអត្តសញ្ញាណប័ណ្ណហើយឆ្លៀតទៅជួបសម្ដេចតេជោក៏ក្រោកអស់ឋានមនុស្សលោកចាំល្អไหมថ្ងៃ30កក្កដាឆ្នាំ2023លោកគ្រូភ្ជាប់ពាក្យមានគូស្រករក៏ក្រោកឋានទេវតាថ្ងៃ29កញ្ញាឆ្នាំ2023លោកគ្រូបានបញ្ចេញមតិណែនាំប្រជាជនខ្មែរឲ្យមានខ្លួនជាទីពឹងកំពឹងរបស់ខាងក្រៅមានដូចជាទឹកមុនខ្សែដៃខ្សែចង្កេះយន្តកថាជាដើមធ្វើឲ្យក៏ក្រោកអស់ឋាន Facebook សម្រាប់ខ្ញុំមិនបានរៀនជាមួយលោកគ្រូផ្ទាល់ទេតែបានស្ដាប់ការពន្យល់ក្នុង Facebook YouTube អស់រយៈពេល1ឆ្នាំហើយធ្វើឲ្យខ្ញុំបានយល់ច្រើនមិនភ្ញាក់ផ្អើលនឹងជំនឿផ្ដេសផ្ដាសមានខ្លួនឯងជាទីពឹងកាត់បន្ថយការខឹងការច្រណែនការគុំគួនការលោភលន់ហួសប្រមាណពិសេសមានលំនឹងផ្លូវចិត្តសរុបមកវិញក៏ដូចជាពួកខ្ញុំទាំងអស់គ្នាពិតជាអរគុណលោកគ្រូខ្លាំងណាស់ដែលចំណាយពេលវេលាដ៏មានតម្លៃចែករំលែកចំណេះដឹងឬព្រះធម៌សម្រាប់ប្រើក្នុងជីវិតប្រចាំថ្ងៃដល់ពួកយើងចុងក្រោយសូមលោកគ្រូមានសុខភាពល្អនិងបានចែករំលែកគំនិតល្អៗដល់ពួកយើងបន្តទៀតសូមអរគុណលោកគ្រូណាស់សូមអរគុណហ្នឹងហើយអ្វីដែលខ្ញុំគួរឲ្យកត់សម្គាល់គឺចាំព្រឹត្តិការណ៍សំខាន់នៃជីវិតរបស់ខ្ញុំត្រូវតែកត់ទុកឲ្យខមមិនហ្នឹងព្រោះខ្ញុំភ្លេចអស់ទៅហើយអត់បានកត់ទុកហ្នឹងហើយនៅក្នុង diary មានប៉ុន្តែថាมันបានកត់អាព្រឹត្តិការណ៍ដែលផ្ទុះពីក្រៅគឺតែខ្ញុំធ្វើអីអាហ្នឹងកត់ទុកប៉ុន្តែវាផ្ទុះយ៉ាងម៉េចហ្នឹងអត់បានកត់ទុកអរគុណឈុនសុផលបានរក្សាទុកព្រឹត្តិការណ៍សំខាន់នេះសុកាទូចខ្ញុំបាទសូមជូនសំណួរមួយដើម្បីលោកគ្រូជួយបកស្រាយខ្ញុំទាំងពីរធ្លាប់ស្រឡាញ់គ្នាតាំងពីនៅក្មេងៗរហូតមកដល់ពេលនេះពួកខ្ញុំទាំងពីរនៅតែម្ដងម្កាលយល់សពឃើញគ្នាតើមកពីមូលហេតុអ្វីអរគុណលោកគ្រូហ្នឹងមកពីស្រឡាញ់ហ្នឹងណាស្រឡាញ់ហើយចិត្តហ្នឹងវាធ្លាប់គួចមិត្តរីចឹងទៅហើយណាមួយស្រឡាញ់តាំងពីក្មេងមកវាសន្សំទុកក្នុងសន្តាននោះវាជ្រៅវា deep love ជ្រៅស្នេហាគ្រាដំបូងអាហ្នឹងវាចូលទៅជំរឿផ្លូវចិត្តទោះបីវាមិនត្រេកត្រអាលរាក់អីខ្លាំងប៉ុន្តែវាចូលទៅដល់ជំរឿចិត្តយើងមុនស្នេហ៍ណាផ្សេងហើយរឿងដែល unforgettable វាមិនអាចបំភ្លេចបានទៅទៀតអាស្នេហ៍ពីដំបូងហ្នឹងស្នេហ៍ដំបូងនិងស្នេហ៍ចុងក្រោយមនុស្សមិនអាចងាយបំភ្លេចទេតែស្នេហ៍កដាលបើមនុស្សមានដៃគូច្រើនអាចឆាប់ភ្លេចពួកអ្នកខ្លះខ្ញុំធ្លាប់សួរគាត់ថារាប់ភ្លេចនឹងរាប់ទៅប្រមាណគាត់ដើរលេងច្រើនเนาะប៉ុន្តែដំបូងហើយនឹងក្រោយគេគាត់ចាំហើយសំបីក្នុងរឿងដែលមិនគួរភ្លេចហ្នឹងពពុទ្ធក៏សម្ដែងដែររឿងដែលមិនអាចបំភ្លេចបានប្រមាណ4យ៉ាងហ្នឹងមានក្នុងមួយយ៉ាងហ្នឹងគឺស្ដេចរាជាពិស័យដំបងជាមួយនារីណានោះគឺតែចាំហ្មងហើយដល់ស្រីស្នំផ្សេងទៀតអត់ចាំឲ្យវាច្រើនពេកអញ្ចឹងណា
មានអីទេក្រៅពីចិត្តវាសន្សំដល់វាសន្សំជ្រៅទៅក្នុងសន្តានចិត្តចឹងទៅក៏វាសពឃើញម្ដងម្កាលក៏វារឿងធម្មតាមិនអីទេកុំទៅតាមយសពហ្នឹងនោះបើយើងមិនបានយកគ្នាជាដៃគូកុំទៅយកសពហ្នឹងយកមកជារឿងតឹកតាងមិនទៅណនិស័យយើងមិនទៅណឲ្យមានប្តីប្រពន្ធរៀងខ្លួនហើយហ្នឹងកុំយកវាមកជារឿងអស្ចារ្យហើយនាំឲ្យយើងទៅប្រព្រឹត្តអីដែលមិនសមរម្យព្រោះតែយកពាក្យនិស័យឬក៏ថាយសពហ្នឹងគឺឲ្យយើងដើរតាមពេលដែលយើងអត់យសពវិញយសពគ្មានជារឿងអស្ចារ្យអីទេបាទហើយគង់ពៅជំរាបសួរលោកគ្រូតាមការសិក្សាពុទ្ធមេត្តាស្លាប់ដោយការអស់អាយុតែក្នុងសម័យហ្នឹងមនុស្សមានអាយុ80ឆ្នាំហេតុអ្វីពុទ្ធមេត្តាមានអាយុខ្លីជាង80ឆ្នាំធម្មតាសម័យនោះមែនទែនទៅអាយុ100ឆ្នាំការសិក្សាអំពីនិយាមធម៌ហៅថាជាពុទ្ធនិយាមគឺមិនមែនតែមេត្តារបស់ព្រះពុទ្ធបរមគ្រូយើងមួយអង្គទេសូម្បីព្រះមេត្តារបស់ព្រះពុទ្ធអង្គផ្សេងគឺតែងតែអស់បជននៅពេលដែលអស់ធុរៈព្រោះការចុះពីទេវលោកមកយោនយកកំណើតជាមនុស្សដើម្បីផ្ដល់កំណើតឲ្យព្រះពោធិសត្វហ្នឹងគឺជាបេសកកម្មទេហើយនៅពេលដែលផ្ដល់កំណើតឲ្យហើយលោកក៏ត្រូវលះនៅកំណើតជាមនុស្សហ្នឹងហើយកាន់យកនៅកំណើតទេពវិញអាហ្នឹងវាអញ្ចឹងណាប៉ុន្តែបើក្នុងគំនិតយើងដែលយើងជាប់ជាពាក់នឹងការរស់យូរយើងគិតថាដូចជាអភ័ព្វគ្រាន់តែប្រសូតព្រះពោធិសត្វហើយទៅជាអស់បជនអីអញ្ចឹងណាទៅជាត្រូវអស់បជនអញ្ចឹងទៅអស់បជនយើងប្រើពាក្យស្ដាច់អស់បជនប៉ុន្តែមិនមែនអស់អាយុទេអានឹងវាជានិយមធម៌ដែលមិនមាននរណារៀបចំទេដូចរបៀបថាយើងនៅក្នុងស្រុកដហើយខ្លះស្រុកដ៏សម្បូរសបាយអញ្ចឹងយើងមានបេសកកម្មចុះទៅកន្លែងកំសត់ដាច់ស្រយាលដើម្បីទៅការពារក្មេងណាមួយហើយរួចពេលវេលាយើងមកស្រុកយើងវិញមកក្នុងន័យអញ្ចឹងណាបាទក្នុងន័យអញ្ចឹងឯងមិនមែនទៅជាមនុស្សអភ័ព្វទេណាបើយើងគិតតាមគំនិតជាប់ជំពាក់របស់យើងគិតថាមើលតែពពុរិស័ទចង្រៃណាស់អញ្ចឹងនៅក្នុងផ្ទៃមេដាហើយមិនព្រមឲ្យមានមេដានឹងមានបច្ចុប្បន្នវែងទៅឲ្យមេដាបច្ចុប្បន្នខ្លីទៅវិញហាក់ដូចជាមនុស្សចង្រៃមិនអញ្ចឹងទេហ្នឹងហើយម្យ៉ាងទៀតក្នុងភាពជាមេដារបស់ពពោធិសត្វដែលសម្រាប់ត្រាស់ដឹងហ្នឹងក៏មិនអាចឲ្យកំណើតដល់នរណាណីផ្សេងក្រៅពីព្រះអង្គដែរហ្នឹងហើយ តទៀតតើការស្រោចទឹកលើករាសីពីវិខសង្ឃដោយមេត្តាជាការប្រោសសត្វដែរឬទេបាទយើងត្រូវដឹងថាពាក្យថាប្រោសវាត្រូវចេញពីចិត្តកុសលអញ្ចឹងណាចេញពីកុសលចិត្តចេញពីករុណាចិត្តចេញពីមហាកុសលបានហៅថាប្រោសប៉ុន្តែអំពើទាំងអស់នោះបើសិនបើវាប្រឆាំងទៅនឹងធម៌វិន័យតើប្រព្រឹត្តជាកុសលយ៉ាងណាណា
ហើយជាអំពើដែលព្រះអង្គហាមផងតើវានៅទៅប្រព្រឹត្តទៅជាកុសលបានរបៀបម៉េចហើយយើងឲ្យនិយមន័យពាក្យថាប្រោសរបៀបណាពាក្យប្រោសគឺត្រូវចេញពីមហាកុសលចិត្តបង្រៀនមនុស្សឲ្យតាំងនៅក្នុងសេចក្តីល្អបើទោះជាបណ្ឌបាតនឹងក៏ដោយក៏បង្រៀនមនុស្សឲ្យចេះធ្វើទានដែរណាហើយក្រៅពីការដែលបង្រៀនឲ្យចេះធ្វើទានហើយគឺប្រោសដោយធម្មទានដោយធម្មទានគឺការបញ្ញែបញ្យលឲ្យមនុស្សមានសមាទិដ្ឋិឲ្យមនុស្សមានលំនឹងផ្លូវចិត្តហ្នឹងមកដល់សម័យនេះហើយយើងមិនចាំបាច់ទៅមើលសម័យពុទ្ធកាលផងបើបងប្អូនយើងស្ដាប់អ្នកដែលស្ដាប់ព្រះអង្គសានសុជារហូតមកស្ដាប់បាសកសានសុជានេះក៏មានបងប្អូនមួយចំនួនដែលគាត់ខ្លាយជាមនុស្សរឹងប៉ឹងដោយមិនបាច់ស្រោចទឹកមកតំណក់ដែរណាព្រោះអីពីព្រោះមានតែធម្មទានទេមានតែការបញ្យលទេមានតែឲ្យគាត់ចេះដឹងទេមានតែឲ្យគាត់ចេះពិចារណាហេតុផលទេទើបគាត់អាចរឹងប៉ឹងដោយខ្លួនឯងអានឹងទើបជាការប្រោសពិតប្រកបប្រោសទេសនាឃើញទេហ្នឹងហើយយើងប្រោសដោយពាក្យប៉ុណ្្នឹងអាមិសគឺប្រោសដោយបណ្ឌបាតប្រោសខុសពីហ្នឹងហៅថាប្រោសទេសនាតែយើងមើលការងាររបស់ពុទ្ធចុះទោះបីជាពុទ្ធកិច្ចមានដល់ទៅ5អញ្ចឹងមែនបើសរុបមកដល់ទៅ2មានទៅបណ្ឌបាតហើយនឹងបញ្យលធម៌តែប៉ុណ្ណឹងទៅបណ្ឌបាតបរៀនឲ្យមនុស្សចេះធ្វើទានហើយក្រៅពីហ្នឹងបញ្យលធម៌ឲ្យមនុស្សមានខ្លួនឯងជាទីពឹងពាក្យថាមានខ្លួនឯងជាទីពឹងនោះមនុស្សលែងភ័យហើយចុះបើមនុស្សលែងភ័យហើយត្រូវការស្រោចទឹកធ្វើអីទៀតឃើញទេអ្នកដែលយល់ទាំងឡាយយល់ធម៌មែនទេណាមិនមែនយល់ធម៌ព្រោះព្រះអង្គសានសុជាស្រោចទឹកឲ្យមកតំណក់ទេមានទេមានស្ដាប់អ្នកដែលជួបព្រះអង្គសានសុជាតាំងពីមុនមកคลิปវីដេអូមុនអីហ្នឹងដែលគាត់មានលំនឹងផ្លូវចិត្តរហូតដល់អ្នកខ្លះចង់សម្លាប់ខ្លួនបែរទៅជាមិនសម្លាប់ខ្លួនវិញពិបាកចិត្តខ្លាំងរហូតដល់មានលំនឹងចិត្តឡើងវិញដែលបានទទួលការស្រោចទឹកពីព្រះអង្គសានសុជាមកតំណក់មើលបងប្អូនណាខ្លះដែលទទួលការស្រោចទឹកពីព្រះអង្គសានសុជាមកតំណក់ក្នុងរយៈពេលជាង20ឆ្នាំមុននឹងសឹកហើយស្រាប់តែចេះអរគុណពុទ្ធពធប្រសង់ហ្នឹងដែលបានទឹកមកតំណក់ពីព្រះអង្គសានសុជាទេអ្នកដែលអាចជ្រះថ្លានឹងព្រះសម្មាសម្ពុទ្ធអ្នកដែលអាចពោលពាក្យថាអរគុណចំពោះធម៌ព្រះអង្គតាមរយៈព្រះអង្គសានសុជានោះតាមរយៈត្រូវមកអំបោសឬក៏តាមរយៈទឹកមកតំណក់អីទេអត់ទេហើយមិនបានធម៌នឹងចូលទៅដល់ចិត្តបានអញ្ចឹងមិនបានធម៌នឹងចូលទៅដល់ចិត្តបានហើយđấyបានផ្លូវចិត្តរបស់ពុទ្ធបរិស័ទដែលយល់ពធនឹងយល់ថាពុទ្ធអស្ចារ្យយល់ថាពធអស្ចារ្យហើយអាចជ្រះថ្លាកាន់តែខ្លាំងចំពោះពុទ្ធនោះមិនមែនតាមរយៈទឹកទេតែតាមរយៈទឹកគឺពធយ៉ាងដូចច័ន្ទវិសាលលើកចឹងច័ន្ទវិសាលគេអីថាស្រោចទឹកអមរិតគឺពធហ្នឹងហើយទឹកមែនតែនហ្នឹងគឺទឹកអមរិតឬក៏ទឹកព្រះសទ្ធំតែទឹកបាចមកតំណក់នឹងគ្មានទេគ្មានទេមិនមែនជាអាជីពរបស់ព្រះអង្គសានសុជាទេដែលគេស្គាល់សានសុជានឹងគ្មានព្រះអង្គសានសុជាឯណាយកទឹកមកតំណក់យកទៅឲ្យអត់ទេឬក៏ដែលបោកក្អមឲ្យត្រូវក្បាលមួយឬក៏យកអំបោសទៅវៃក្បាលឲ្យកើតសេរីសួស្តីអីមួយអត់ទេពួកខ្ញុំឲ្យតម្លៃឡាតែតរបស់បងប្អូននឹងខ្ញុំមិនទៅវៃទេហើយខ្ញុំក៏មិនបញ្ចោដែរមកពីឲ្យតម្លៃថារបស់នឹងប្រើការកើតរបស់នឹងគឺត្រឹមតែបញ្យលបានហើយគឺអាចយកទៅពិចារណាបានណាបូរិនផេនថាបានទទួលទឹកមាត់លោកបាទតិចច្រឡំទៅទឹកមាត់មែនតេនចុះហ្នឹងហើយ
ចឹងណា ខ្ញុំគិតថាពិធីដឹកនាំបន្លែប្រឡប់ធ្វើអញ្ចេះទៅបានសេរីសួស្ដីអញ្ចេះទៅបានលៀបបានសេរីខ្ញុំថាជាការមើងងាយបរិស័ទអត់ឲ្យគាត់រៀនគិតតែបើបញ្យលយកធម៌ព្រះអង្គមកបញ្យលសម្រាប់មេគាជីវិតទើបជាការឲ្យតម្លៃបរិស័ទពិតប្រាកដសំបីតការធ្វើទៀនហ្នឹងខ្ញុំដើរទៅណាក៏ដោយកាលនៅជាវិខសានសុជាហ្នឹងទៅដល់អាមេរិកក៏ដោយសំបីគេប្រគេនគេប្រវល់ណាទៅកសាងវត្តកសាងអីខ្ញុំមិនដែលឲ្យពរទេក៏មានអ្នកលើកឡើងហីលោកផ្សេងគេឲ្យពរញ៉ាញ៉ៃច្រើនតែចូលព្រះអង្គមិនដែលឃើញឲ្យពរឲ្យជ័យអីឆ្លាស់អញ្ចឹងខ្ញុំឆ្លើយហើយកាលហ្នឹងខ្ញុំណាមកពីអាត្មាឲ្យតម្លៃញាតិញោមឲ្យញាតិញោមរៀនឆ្វេងយល់ពីកុសលដោយខ្លួនឯងមិនបាច់ត្រូវការបញ្ចោដឹងហើយថានឹងជាពាក្យគួរសមប៉ុន្តែចង់ឲ្យបរិស័ទនឹងคล้ายជាបរិស័ទពេញវ័យកុំឲ្យបរិស័ទនៅតែចាញ់ពាក្យបញ្ចោអញ្ចឹងខ្ញុំមើលមិនឃើញថាក្រៅពីការបញ្យលក្រៅពីការបង្រៀនក្រៅពីការខិតខំវែកញែកពុទ្ធវចនៈហើយស្រាប់តែឲ្យបរិស័ទនឹងអាចយល់ពីមេគាពធដោយមិនបានរៀនគឺថាមិនអាចទេប៉ុន្តែជាធម្មតាបងប្អូនវាស្ដាប់បានតអ្នកមានឧបនិស្ស័យហើយម្យ៉ាងទៀតក៏ដោយសារនៅក្នុងសង្គមនឹងវាច្រើនទៅរឿងពិធីដែលមិនបានបញ្យលយ៉ាងហើយបានជាខ្ញុំមិនបន្ទោសប្រជាជនយ៉ាងទេពីមុនធ្លាប់បន្ទោសធ្លាប់រៀងខឹងតិចដែរបញ្យលនិយាយស្ដាប់គ្នាបានប៉ុន្តែសិក្សាពីហេតុផលមែនទេទៅកាន់តែអាណិតអត់មានអីត្រូវខឹងបងប្អូនយើងទេឃើញឈូឆអីមិនខ្ញុំអត់មានទៅខឹងអីទេកាន់តែគិតថាវាកាន់តែត្រូវបញ្យលទៀតនឹងឯងក្រៅពីបញ្យលខ្ញុំក៏មិនដឹងធ្វើអីដែរហើយវាបងប្អូនយើងយល់អស់ហើយខ្ញុំក៏ឈប់បញ្យលទៅរកអីផ្សេងការងារផ្សេងតែការងារមួយនឹងខ្ញុំមើលថាធ្វើមិនចប់ទេពីព្រោះមនុស្សដែលត្រូវយល់នឹងមកជាបន្តទៀតគ្រាន់តែពេលនេះមិនតន់យល់ពេលវេលាមកដល់នឹងមានអ្នកយល់បន្តទៀតទៅការងារនឹងមិនអាចចប់បានទេមករា KH លោកគ្រូមានបុគ្គលមួយគាត់នៅក្នុងរឿងរ៉ាវមួយដែលគាត់នៅក្នុងរឿងហ្នឹងគាត់ដឹងរឿងហើយគាត់ដឹងថាអ្នកណាខុសអ្នកណាត្រូវតែគាត់មិនដែលជួយដោះស្រាយឬវែកញែកកុំឲ្យកាន់តែធំរឿងតូចសោះតែគាត់ប្រកាន់ជំហរគាត់គឺខ្លាចគេខឹងចឹងគាត់ខុសចិត្តដើរសុកចិត្តដើរចេញនឹងវាជាសិទ្ធិសេរីភាពរបស់គាត់ចឹងយើងបន្ទោសគាត់មិនបានទេកុំឲ្យតែគាត់ចាក់ជែកចាក់ស្គរថែមឲ្យពីនេះខឹងពីនោះខឹងពីនេះអីចឹងណាឬក៏ថាគាត់ជាអ្នកមានតួនាទីនៅក្នុងហ្នឹងបើគាត់មិនមានតួនាទីអីទេជាសមាជិកធម្មតាទេគាត់ដើរចេញអត់បញ្ហាអីទេតែបើសិនជាគាត់មានតួនាទីជាអ្នកដឹកនាំអាហ្នឹងគាត់ត្រូវ take action មិនអាចបដ ாய் បានទេត្រូវប្រជុំត្រូវដោះស្រាយអាហ្នឹងបើមានតួនាទីចឹងឧទាហរណ៍ឪពុកម្ដាយមានតួនាទីមើលថែកូនឆ្លោះគ្នាអត់ដោះស្រាយមិនបានអាហ្នឹងសិស្សឆ្លោះគ្នាគ្រូដើរចេញអត់ខ្វល់អាណាវាយគ្នាវាយទៅអាហ្នឹងអត់បានទេព្រោះមានតួនាទីក៏ប៉ុន្តែសម្រាប់មនុស្សអត់មានតួនាទីជាសិទ្ធិរបស់គាត់ព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គត្រាស់ដែរថាមើលកាលមើលបុគ្គលដែរបុគ្គលខ្លះនិយាយទៅបែកមាត់យើងនិយាយទៅអីចឹងណាហ្នឹងហើយខ្ញុំក៏មិនដឹងថានៅក្នុងរឿងរ៉ាវនឹងដែរនឹងយ៉ាងណាទេព្រោះមនុស្សមានសិទ្ធិនិយាយឬមិននិយាយ it is not the must ព្រោះជួនកាលគាត់ដឹងថាគាត់និយាយក៏អត់ប្រយោជន៍
និយាយខាត់កម្លាំងខាត់ខួរក្បាលគាត់ហើយអត់ប្រយោជន៍ទៀតអញ្ចឹងខ្ជិលមានពេលខ្លះគេថាមិននិយាយក៏គ្មានពីណាថាគោដែរមានពេលខ្លះមនុស្សយើងត្រូវការមិននិយាយដែរណាចេះតែនិយាយមិនកើតទេតែខ្ញុំឃើញមនុស្សមិនចេះក៏និយាយដែរច្រើនណាគេមិនសួរផងក៏និយាយដែរក៏ច្រើនណារឿងរ៉ាវពេញណាពេញណីមុនរបបសុងចម្រើនពរលោកគ្រូគណៈនមស្ការទេអាត្មាសូមសួរលោកគ្រូមួយសំណួរថាតើមេរៀនព្រះវិធម្មដែលលោកគ្រូបង្រៀនតើមានទាំង9បរិច្ឆេទដែរឬទេមិនតាន់គ្រប់ទេអាត្មារកមើលក្នុង YouTube របស់លោកគ្រូឃើញត្រឹមតែបរិច្ឆេទទី6កណាមានត្រឹមប៉ុណ្ណឹងមែនទី7ទី8ទី9ខ្ញុំណាមដែរបរៀនទេហើយបរិច្ឆេទក្រោមហ្នឹងក៏ចប់មិនសពគ្រប់ដែរតន់សពគ្រប់ដែរឥឡូវហ្នឹងកំពុងបរៀននៅក្នុងបរិច្ឆេទទី4ដែលចាត់ទុកថាចប់ហ្នឹងគឺទី1ទី2ហើយទី3ទី6ហើយនឹងទី4កំពុងបរៀនទី5ខ្ញុំមិនណាធ្លាប់បង្រៀនតាំងពីនៅមនីរតនៅពោធិ៍សាត់មានតែសំឡេងអាហ្នឹងហើយអញ្ចឹងមានតែប៉ុណ្ណឹងមែនទេហើយទី7ទី8ទី9អត់តែបានបរៀនទេទី7រឿងអកុសល9កងឯងគ្រាន់តែយកពួកខ្លះយកទៅបរៀនអីចឹងមិនបានបរៀនបរិច្ឆេទទាំងមូលនៅឡើយប៉ុន្តែដរាបជីវិតនៅមានហ្នឹងខ្ញុំនឹងតាំងចិត្តថានឹងបរៀនឲ្យគ្រប់9បរិច្ឆេទហ្នឹងហើយសង្ឃឹមថានឹងអាចធ្វើបានប៉ុន្តែបើមិនបានតាមបច្ច័យជាក់ស្ដែងទៅចុះ Cherry Love មិនដឹងថាខ្ញុំអានឈ្មោះត្រូវឬអត់ទេខ្ញុំសូមគោរពជំរាបសួរលោកគ្រូសានសុជាពីចម្ងាយដោយក្តីគោរពបាទសូមជំរាបសួរខ្ញុំមានសំណួរចង់សួរលោកគ្រូដោយសារសប្តាហ៍ថ្ងៃនេះខ្ញុំធ្វើការនៅប្រទេសជប៉ុនក្នុងចិត្តនេះព្យាយាមកាន់សិល5ចង់កាន់ឲ្យជាប់ណាស់តែហាក់មិនបានសម្រេចសោះដោយសារការងាររាល់ថ្ងៃនេះគឺតម្រូវឲ្យចាក់សម្រាប់សត្វរស់គឺងាវធំជប៉ុនហៅថាហ៊ុតតេខ្ញុំព្យាយាមកិច្ចមិនចាក់ទេទៅរកការងារផ្សេងធ្វើតែកិច្ចមិនបានរហូតទេព្រោះមានសត្វនេះចូលរាប់តោនរាល់ថ្ងៃហើយក្នុងម្នាក់ឈួរចាក់រាប់រយរាប់ពាន់គ្រប់រាល់ថ្ងៃគេសួរខ្ញុំថាម៉េចមិនចង់ចាក់ចឹងខ្ញុំថាដោយសារវានៅរស់ហើយអ្នកខ្លះសើចព្រោះពួកគេមិនយល់ពីខ្ញុំអ្នកខ្លះថារបស់ហូបទេមិនបាបទេដោយសារមិនចាក់បែបនេះហើយពេលខ្លះត្រូវយាយជនជាតិជប៉ុនជេរស្ដីប្រមាថតែដៀលតើយ៉ាងណាដែលលោកគ្រូធ្វើយ៉ាងណាបាបនឹងខុសក្នុងសិលមែនទេបាទវាមានពេលខ្លះវាលំបាកចឹងមែននឹងការពិតនឹងជាក់ស្ដែងហ្នឹងវាពិបាកអញ្ចឹងមែនជីវិតយើងមានពេលខ្លះវាពិបាកដើរអញ្ចឹងបានពុទ្ធអត់បានថាស្រួលទេជីវិតហ្នឹងកិច្ចឆោមមនុស្សសបដិលាភោការត្រឡប់បានកើតអត្តភាពជាមនុស្សគឺសត្វទាំងឡាយបានដោយលំបាកគណៈកើតជាមនុស្សហ្នឹងក៏ពិបាកកិច្ចឆាំងមច្ចានជីវិតាំងការចិញ្ចឹមជីវិតរស់នៅរបស់សត្វលោកហ្នឹងក៏ជាការលំបាកហើយរឹតតែលំបាកក្នុងការរស់នៅប្រកបដោយធម៌វាជារឿងលំបាកមិនមែនងាយស្រួលទេហ្នឹងហើយកិច្ចឆាំងសទ្ធម្មសវណ្ណងការស្ដាប់នៅព្រះសទ្ធម្មពិតប្រកបហ្នឹងក៏ជាការលំបាកសទ្ធម្មោបរមតុលភោធម៌របស់សប្បុរសហ្នឹងគឺសត្វទាំងឡាយហ្នឹងក៏បានដោយលំបាកដែររឿងនេះគឺថាតិចច្រើនអីវាត្រូវតែប៉ះពាល់ហើយអញ្ចឹងណាវាត្រូវតែប៉ះពាល់គ្រាន់ថាបាបតិចច្រើនទៅតាមកម្លាំងកិលេសនិងការព្យាយាមរបស់យើងធ្វើដោយកិលេសច្រើនក៏វាអកុសលច្រើនធ្វើដោយមិនចង់ក៏
កុសលតិចចឹងទៅដែលថាមិនប៉ះពាល់សោះគឺមិនបានអញ្ចឹងហើយបានជាខ្ញុំចេះតែដាស់តឿនបងប្អូនក្មួយដែលនៅក្នុងវ័យសិក្សាណាចង់មានរបរដែលរួចចាកពីបាណាតិបាតគឺត្រូវឲ្យតម្លៃទៅលើការសិក្សារៀនសូត្រនឹងមានតែចំណេះវិជ្ជាទេដែលអាចមានឱកាសច្រើនក្នុងការដូរវិធីរស់របស់យើងនឹងចឹងខ្ញុំមិនអាចឆ្លើយថាវាមិនប៉ះពាល់ទេពីព្រោះវាប៉ះពាល់ពិតប្រាកដថាវាប៉ះពាល់គ្រាន់តែដូចខ្ញុំនិយាយចឹងថាមួយយើងធ្វើដោយចង់ដោយសប្បាយវាទោសផ្សេងមួយដែលយើងធ្វើដោយមិនចង់វាជាទោសផ្សេងវាមិនធ្ងន់ដូចអ្វីដែលយើងធ្វើមិនញញើតប៉ុន្តែមិនប៉ះពាល់សោះគឺមិនមានទេនឹងចឹងហើយខ្ញុំក៏សូមបញ្ចប់នៅការឆ្លើយសំណួររបស់ខ្ញុំត្រឹមប៉ុណ្ណឹងនឹងសប្តាហ៍ក្រោយបច្ច័យមានគ្រប់បច្ច័យហ្នឹងខ្ញុំមិននិយាយរឿងលុយទេដូចជាកម្លាំងអ៊ីនធឺណិតឬក៏ពេលវេលាគ្រប់គ្រាន់តែខ្ញុំអាចចូលមកម្ដងទៀតខ្ញុំនឹងមកជូនធម្មទាន free ទៀតនឹងសិតតែកម្មវិធី free ទេហ្នឹងហើយកុំភ័យកុំខ្លាចថាត្រូវបង់ថ្លៃអីឲ្យខ្ញុំការនិយាយនេះអត់ចាំបាច់ទេហ្នឹងហើយបើខ្លាចខ្ញុំបោកអីប្រយ័ត្នកប៉ៅខ្លួនឯងកុំឲ្យវាចេញលុយឲ្យសោះហ្នឹងហើយគ្មានខ្ញុំទៅទាទេអត់ទេមួយវិញទៀតតើការដែលជ្រះថ្លាជាមួយព្រះសម្មាសម្ពុទ្ធចាំបាច់ត្រូវតែកសក់មែនទេជាពិសេសអ្នកដែលបានទៅដល់កន្លែងមហាសតិប្បដ្ឋានសូត្រគឺនាំគ្នាកោសក់មិនថាបរោះឬស្ត្រីបើជាបរោះប្រុសក៏បួសមួយសប្តាហ៍10ថ្ងៃចឹងទៅហើយបើជាមនុស្សស្រីវិញក៏បួសស្លៀកកណាត់សចឹងទៅបួសដឹងថ្ងៃសឹកហើយការដែលមានសទ្ធាជ្រះថ្លារបស់ពួកគាត់តែងបូជានុប្រាក់បូជាមាសពេជ្រកែវកងរបស់ផ្សេងតែងតែច្រឡំសទ្ធាលុយដល់ពេលពួកគាត់ត្រឡប់មកវិញតែងតែអួតថាខ្លួនបានបូជាគ្រឿងអលង្ការផ្សេងនៅកន្លែងព្រះបុណ្យធំខ្ញុំសង្កេតឃើញថាវាមិនមែនជាការជ្រះថ្លាពិតប្រាកដបែរជាលោភៈទោសៈពេញតែនឹងវិច័យកម្មកាន់តែវង្វេងទៅទៀតគឺបដិបត្តិធម៌ជាប់ទម្រង់និងពិធីប្រពៃណីមិនយល់ពីសិលសមាធិបញ្ញាដូច្នេះសូមលោកគ្រូជួយបកស្រាយដល់អនុគ្រោះបាទការលើកឡើងអាចត្រូវអាចនឹងមិនតាន់ត្រូវយើងក៏ពិបាកទៅវិនិច្ឆ័យគណៈចិត្តរបស់ពួកគាត់ថាតើគាត់ជ្រះថ្លារបៀបម៉េចអីចឹងណាវានៅលើបុគ្គលផ្ទាល់ខ្លួនម្នាក់ហ្នឹងហើយឧទាហរណ៍ថាសក់ហ្នឹងគាត់ស្រឡាញ់ហើយដោយសេចក្តីជ្រះថ្លារបស់គាត់ហ្នឹងក៏គាត់កោសក់ហ្នឹងចាត់ទុកថាលះរបស់ជាទីស្រឡាញ់របស់គាត់ចឹងទៅមិនដឹងថាមានស្អីសម្រាប់លះក៏លះសក់ជាទីស្រឡាញ់ដើម្បីបូជាចឹងទៅអាហ្នឹងវាជារឿងសេចក្តីជ្រះថ្លារបស់គាត់ប៉ុន្តែបួស4-10ថ្ងៃអីហ្នឹងខ្ញុំមិនសូវគ្រប់គ្រងដែរមែនទែនទៅតាំងពីដើមមកព្រោះប៉ុន្តែយើងវាមិននៅក្នុងចិត្តគាត់នឹងគាត់ជ្រះថ្លាយ៉ាងម៉េចខ្ញុំក៏មិនយល់ដែរព្រោះសម័យពុទ្ធកាលយើងឃើញហើយបើគេបួសអាពាក្យថាជ្រះថ្លាគេមិនមែនបួសដាក់ថ្ងៃសឹកទេអញ្ចឹងណាគ្មានទេគ្មានពីណាបួសដាក់ថ្ងៃសឹកទេហើយបើបួសដាក់ថ្ងៃសឹកមានន័យថាវាមិនបានជ្រះថ្លានឹងការបួសនឹងស្រាប់ទៅហើយមែនទេនៅគាត់ថាឲ្យវាជាប់និស័យតាមពាក្យយើងប្រយុទ្ធគ្នាទេអាហ្នឹងចឹងមកអ្នកមកសុំខ្ញុំបួសមួយអាទិត្យនេះមកជីវិតខ្ញុំមិនដែលបួសទេបើអីអ្នកមកសុំខ្ញុំសុំបួសមួយអាទិត្យខ្ញុំមិនដែលបួសទេ
បួសធ្វើអីបួសខាន់ឲ្យមានអារម្មណ៍មួយថាអត់ធ្លាប់បួសដែរឲ្យមានរូបថតទុកអីចឹងខ្ញុំមិនចង់ឲ្យមកប្រឡាក់ភេទអ្នកបួសហ្នឹងទេបួសអូស្គាល់ជាតិជ្រះថ្លាខ្លះទៅបួសស្គាល់ថ្ងៃសឹកអីខ្ញុំពិបាកមែនកន្លែងហ្នឹងខ្ញុំពិបាកហើយមែនតើដែលអាចតវងសាសនាហ្នឹងបានហ្នឹងវាតលតែបួសរៀនមែនតើទៅបានវាចេះមួយអាទិត្យហ្នឹងលាកទៅស្បង់ជីវរមិនតាន់ត្រង់ជ្រុងហ្នឹងកន្លែងហ្នឹងខ្ញុំនិយាយតាំងខ្ញុំនៅលោកម៉ែអារឿងបួសសឹកមួយផ្លេតណាផ្លេតហ្នឹងចឹងมันមានរឿងមួយរឿងខ្ញុំនិយាយយូរហើយតាំងនៅលោកហ្នឹងមានអ្នកធំម្នាក់ហ្នឹងជិះតាមឡានហ្នឹងគាត់ចែកបុណ្យថាខ្ញុំបានឧបត្ថម្ភប្រមាណដូចជា$3000មិនដឹងទេអាកម្មវិធីគេបួសមួយអាទិត្យសឹកហ្នឹងហើយជាដូនម្នាក់គាត់នៅក្នុងឡានហ្នឹងគាត់ថាសាធុអបិសលាស់ចឹងទៅមិនសាធុឲ្យឆ្លាស់ចឹងទៅអាហ្នឹងហើយអ្នកបួសដូចផ្កាម៉ោង10ហ្នឹងល្អមផ្លេតឲ្យរយអស់ហ្នឹងចេះតែមានអ្នកឧបត្ថម្ភចឹងដល់អ្នកបួសមែនទេខំសិក្សារៀនសូត្រធម៌វិន័យពិតប្រាកដមានណាគិតព្រោះវាអត់ល្អមើលដូចអាគេបួសម្ដង500គេបួសម្ដង1000អាវាល្អមើលសឹកកូនសិស្សអីចឹងទៅបួសឲ្យល្អមើលព្រឹប500ភ្លឹងហើយដល់បួសមែនទេវាលប៉េះលប៉ោះវាមានពីណាម្ដង4-500បួសម្ដង2-3អង្គមួយអង្គ2អង្គចឹងតែគ្នារៀនសូត្រអត់មានពីណាយកចិត្តទុកដាក់ឧបត្ថម្ភបើកសាលាបើកអីឲ្យគ្នារៀនអត់ដូចសេះសល់បានចេះដឹងអីខ្លះមកហ្នឹងគ្មានពីណាឧបត្ថម្ភអីញ៉ៃដូចអ្នកបួសម្ដង500ហ្នឹងទេហ្នឹងហើយវប្បធម៌បួសម្ដង500ម្ដង1000ហ្នឹងធ្វើតាមថៃហ្នឹងធ្វើតាមថៃខ្ញុំជ្រះថ្លាអត់កើតនោះឡើយហ្នឹងចេះសង្វេកទៅអូសាសនាដូចចិត្តអាលាយមិញខ្ញុំឃើញអញ្ចឹងដូចចិត្តអាលាយមិញដល់វាបើអ្នកបួសមែនទេអត់ឃើញមិញហើយបើយោបល់ខ្ញុំគឺថាអប់រំអីចាំបាច់ឲ្យគ្នាបួសមួយអាទិត្យស្អីទេឧទាហរណ៍ថាឥឡូវវ៉ាកងសម្រាប់សិស្សសុំពីនាយកសាលាទៅចង់តម្រង់ទេក៏តម្រង់ទេគាត់ស្លៀកសពាក់សអីចឹងទៅបាច់ឲ្យកោសក់អីអញ្ញាញ៉ៃទេអត់មករក្សាសិលអីចឹងហៅថាដាក់ខ្លួនរក្សាសិលមួយអាទិត្យអីចឹងទៅទាំងប្រុសទាំងស្រីហ្នឹងចឹងទៅអាហ្នឹងវាមិនពាក់ព័ន្ធជាមួយនឹងភេទអ្នកបួសដល់ពេលម្ដង500អង្គហើយមួយអាទិត្យក្រោយសឹក500អង្គមិនអាលាយទេខ្ញុំនរណាជ្រះថ្លាជ្រះទៅខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំពិធីហ្នឹងមើលខ្ញុំរួចជ្រះថ្លាមិនកើតយើងបួសរៀនធម៌វិន័យមែនទេណាមកវសាហ្នឹងវិន័យសាមណេរអត់តន់ចេះហ៎ខ្លាំង3ខែហ្នឹងសិក្ខាបទ10តនកម្មដងដែលសនាងក10ហើយអង្គសិក្ខាបទមួយសិក្ខាបទ75ហ្នឹងមិនតន់ចេះហ៎ចេះមិនតន់អស់ផងហើយមួយអាទិត្យឯណាទៅចេះវិន័យសម្រាប់ការពារខ្លួនអជាយៈថាធัวឆាន់បាយទៅមិនជាប់ហ្នឹងហើយធัวសម្រាប់តែឆាន់បាយគេកុំឲ្យតែជាពាក់គេហ្នឹងមិនតន់ចេះប៉ុណ្ណាមួយអាទិត្យហ្នឹងតែអញ្ចឹងអានឹងអ្នកណាជ្រះថ្លាក៏ជ្រះទៅបើខ្ញុំវិញខ្ញុំចេះសង្វេគហើយបើយើងចង់ឲ្យវាមានធនធានអញ្ចឹងនោះលោកបួសស្រាប់ហ្នឹងបួសមែនទេណាអ្នកបួសមែនទេហ្នឹងនោះទៅធ្វើសាលាធ្វើអីប្រកេនលោកកុំឲ្យលោកនៅតែចាំវត្តអីចឹងព្រោះខូចអនាគតត្រូវមានសាលាធម្មវិន័យសាលាពុទ្ធិកៈអីចឹងទៅបើថាมันមានសាលាទេក្នុងមួយស្រុកហ្នឹងមានសាលាឯណាឧបត្ថម្ភលោកឲ្យទៅរៀនទៅអាហ្នឹងទៅជាធនធានប្រសង់មែនតែនហើយខ្ញុំក៏លំបាកនឹងទៅវិនិច្ឆ័យជំនួសឲ្យចិត្តរបស់គាត់ដែលទៅដល់ស្រុកព្រះស្រុកអីហើយគាត់ធ្វើពិធីអីទាំងអស់ហ្នឹងព្រោះចិត្តរំភើបរបស់គាត់យ៉ាងណានោះយើងវាមិននៅក្នុងគាត់ណា
តែយ៉ាងណាក៏ព្រះដ៏មានពភៈព្រះអង្គថាការបូជាបណ្ណាក៏ដោយក៏មិនឈ្នះការបូជាដោយធម្មបូជាដែរគឺការសិក្សាការប្រតិបត្តិការបូជាដោយការសិក្សានិងការប្រតិបត្តិទើបឈ្មោះថាជាការបូជាដ៏ឧត្តមគឺការបូជាដោយបដិបត្តិបូជាហ្នឹងហើយទោះបីយើងទៅដល់ស្រុកព្រះក៏ដោយកោសក់ក៏ដោយអីក៏ដោយមកវិញធម៌មិនស្ដាប់ច្បាប់មិនអានរៀនមិនរៀនអាងទៅដល់ស្រុកព្រះហើយអញលែងធ្លាក់នរកហើយអូអានឹងចប់មកអ្នកទៅដល់ស្រុកព្រះមិនមែនតែយើងទេចេញចាក៏នៅនឹងដែរតែប្រតិបត្តិមិនត្រូវក៏ដដែលទេឈ្មោះដំណើរជីវិតក្នុងវត្តដាក់ដំណើរជីវិតក្នុងវត្តដាក់ជំរាបសួរលោកគ្រូជាទូទៅនៅក្នុងចង្ក្រានបាយដោយខ្ញុំគឺពិបាកនឹងជៀសការប៉ះសត្វណាស់មិនថាឆ្នាំងចានឬខ្ទះទេតែងតែមានស្រមោលជាប់នេះចេញហើយក៏នៅតែមានជាប់ហើយទោះដឹងថាវានៅជាប់ក៏ត្រូវតែលាងព្រោះត្រូវពេលលាងហើយលាងបណ្ដើគិតបណ្ដើថាតើនេះជាឈ្មោះយើងកំពុងតែធ្វើបាណាតិបាតដែរទេលោកគ្រូជួយប្រាប់ផងថាតើនេះជាឈ្មោះថាខ្ញុំបៀតបៀនជីវិតសត្វដែរទេហ្នឹងហើយជួនកាលយើងឃើញលាងចូលទៅក្នុងលូក្នុងគ្នាបកាច់បកិនមិនហ្នឹងខ្ញុំថាឃើញរោមអីច្រើនហ្នឹងខ្ញុំយកទៅទុកឲ្យក្រៅសិនដូចចាននំចានអីចឹងណាខ្ញុំយកទៅដាក់ក្បែរគល់ឈើគល់អីក្រៅសិនទៅចេញគូសវាចេញអស់ខ្ញុំយកមកលាងហ្នឹងហើយពីព្រោះឃើញវាអញ្ចឹងឯងលាងវាបញ្ចូលទៅក្នុងហ្នឹងអាហ្នឹងមិនស្រួលទេហើយខ្ញុំក៏ជួបដែរខ្ញុំជួបតាពីកន្លែងទុកដាក់ហ្នឹងអាសាសម្អាតសាអីទៅសុផុនជំរាបសួរលោកគ្រូខ្ញុំអ្នកធ្វើការនៅថៃហើយមានអ៊ំម្នាក់បានគ្រោះថ្នាក់ដោយដៃគាត់ចូលម៉ាស៊ីនកិនដែកហើយដៃគាត់ត្រូវកិនមើលមិនយល់ហើយបើមានរឿងបែបនេះតើគួរយកធัวអីទៅពិចារណាពេលដែលយើងសួរអញ្ចឹងប្រាប់បានប៉ុន្តែធាតុពិតពេលដែលជួបរឿងជាក់ស្ដែងថាតើសភាពចិត្តនឹងវាស្លន់ស្លោល្មិចវារន្ធត់យ៉ាងម៉េចទោះចេះក្បួនប្រមាណក៏ដោយពេលនោះគឺនៅតែលើភាពជាក់ស្ដែងអញ្ចឹងណាអញ្ចឹងយករូបមន្តអីយកទៅនឹងมันខុសពី Bruce Lee គាត់និយាយគាត់ថាគាត់មិនខ្លាចមនុស្សចេះក្បាច់1000ក្បាច់ទេតែគាត់ខ្លាចតែមនុស្សដែលចេះតែមួយក្បាច់តែហាត់ទាត់1000ដងអញ្ចឹងហ្នឹងពីការពិតណាទោះបីឥឡូវគេថាអូបើគេទាត់អញ្ចឹងត្រូវរងមិនត្រូវគិចមិនអាក្បាច់ហ្នឹងប្រាប់បានពេលហ្នឹងប៉ុន្តែដល់ពេលគេហ្មងទាត់គេមានបានប្រាប់យើងថាទាត់ជើងណាដល់គេវាយគេមានបានប្រាប់យើងថាវាយដៃណាជួនកាលគេយល់ស្វែងគេវាយស្ដាំណាអញ្ចឹងក្បាច់ដែលរហ័សបំផុតទី1គឺ flexible រហ័សរវាសលឿនខ្លាំងBruce Lee គាត់និយាយអញ្ចឹង be water if you put water into the cup it becomes the cup if you put the water into the bottle it becomes the bottle the water can flow or crash អញ្ចឹងដូចទឹកអញ្ចឹងវា flexible នៅពេលដែលយើងដាក់ទឹកទៅក្នុងកែវរាងទឹកវាចេញជាដូចកែវអញ្ចឹងយើងចាក់ទឹកទៅក្នុងដបវាចេញជារាងដបអញ្ចឹងទឹកអាចហូរទោះបីរាន់កង្កែកកងក់មិនក៏វាហូរបានយ៉ាងណាមិញអត់មានអីល្អជាងសតិប្បដ្ឋានទេ
ប៉ុន្តែតបឋានមួយម៉ាត់ហ្នឹងក៏មិនមែនលើក្បួនអីដែរគឺរៀនរលឹកដឹងតាំងពីឥឡូវទៅជាធម្មតាឃើញក៏ដឹងថាឃើញឮក៏ដឹងថាមានត្រឹមតែការឮនឹងរឿយក្នុងជីវិតប្រចាំថ្ងៃនោះប្រៀបដូចជាក្បាច់ដែលល្អអញ្ចឹងយើងមើលដូចអ្នកបដាល់អញ្ចឹងឃើញអ្នកសំដែងក្បាច់គុណល្អហ្នឹងយកទៅវាយជាមួយអ្នកបដាល់មែនទែនដូចអ្នកខ្លាំងដូចព្រំសំណាងធឿនធេរាអីហ្នឹងអ្នកដាល់មែនទែនវាយងាប់ចឹងអ្នកចេះក្បាច់ហ្នឹងក៏ដោយនោះសំបីអីតួថៃកែឆេះជង្គង់ហោះហ្នឹងក៏ដោយអាហ្នឹងល្អតែក្នុងមួយទេប្រាប់ក្បាច់ហ៎ប៉ុន្តែសំខាន់ជាក់ស្ដែងវាយមិនសូវល្អទេដូចអីអ្នកបដាល់ខ្មែរគីឡូធ្ងន់យើងព្រំសំណាងវាយគ្មានល្អមើលទេប៉ុន្តែគាត់មិនសូវចាញ់ទេចឹងធាតុពិតហ្នឹងគ្មានក្បាច់គ្មានក្បូរអីទេគឺសភាពនៃសតិបញ្ញាដែលរវាសនៅក្នុងជីវិតប្រចាំថ្ងៃកុំចាំដល់ឲ្យឃើញបាក់ដៃចឹងបានយកធัวអីទៅពិចារណានោះអត់ទេគឺជាប្រកដីដែលយើងសិក្សារលឹកដឹងនៅសភាពនៃរូបធម៌នាមធម៌ដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃហ្នឹងអញ្ចឹងណាហើយបើថាក៏ប្រចាំថ្ងៃរាល់ថ្ងៃហ្នឹងមិនដឹងហើយមុំតារឿងធំកើតឡើងមកយកក្បួនណាទៅដាក់ក៏មិនជុលដែរហើយបើចេះតែក្បាច់ចេះតែម៉ូតធัวអូត្រូវពិចារណាទៅព្រះបន្ទាងអូអាហ្នឹងវាត្រូវតែកើតឡើងអត់ចូលទេចូលអត់ចុះមកចូលអត់ចុះទេពីព្រោះអីព្រោះសេចក្តីរន្ធត់ហ្នឹងវាកើតឡើងខ្លាំងពេកដល់សេចក្តីរន្ធត់វាកើតឡើងខ្លាំងពេកសតិអត់ដែលចម្រើនហ្មងបានអីទៅទប់ទល់មួយវាអញ្ចឹងណាអញ្ចឹងបានជាសតិហ្នឹងត្រូវចម្រើនជារឿយឲ្យវាទៅជាសតិន្ទ្រីឲ្យទៅជាឥន្ទ្រីឲ្យទៅជាថ្នឹកឲ្យទៅជាខ្លាំងដូចក្បាច់គុណអញ្ចឹងក្បាច់ប្រហែលក្បាច់ទៅប៉ុន្តែកុំភ្លេចហាត់រាល់ថ្ងៃបន្តិចហ្នឹងមិនតាន់វាយក៏ដោយក៏ត្រូវតែរត់ក៏ត្រូវតែវាយបុកចុះឡើងរហូតអញ្ចឹងមិនចាំដល់ឲ្យវាយបានយកក្បាច់អីទៅវាយអាហ្នឹងវាយអត់ឈ្នះគេទេវាចាំតែក្បាច់តែកម្លាំងអត់មានសតិដូចគ្នាគឺត្រូវសិក្សាពីតិចទៅពិចារណាពីតិចទៅជានិច្ចចឹងហ្នឹងឥឡូវប្រាប់បានថាអូបើឃើញចឹងហើយគ្រាន់តែគិតថាអ្វីកើតឡើងពីបច្ច័យថាប៉ុណ្ណឹងអាហ្នឹងគ្រាន់តែក្បាច់តាប៉ុន្តែសភាពពិតគឺការដឹងនៅសភាវៈដែលវាកើតមែននៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងអញ្ចឹងណាកុំរំលងនៅការសិក្សាប្រចាំថ្ងៃហ្នឹងកុំចាំតែយកអាហ្នឹងហួរអញចាំរឿងពិបាកកើតឡើងអញយកធននេះយកទៅពិចារណាចាំរឿងនេះពិបាកកើតឡើងអញយកធនអាហ្នឹងចាំតែក្បាច់ទេប្រហែលកើតទេគឺត្រូវតែចម្រើនវាបន្តិចនៅក្នុងជីវិតប្រចាំថ្ងៃដូចយើងរៀនភាសាអញ្ចឹងអត់ខុសគ្នាទេកុំចាំបាច់ដល់គេហៅឡើងវេទិកាតើខ្ញុំនិយាយថាម៉េចពេលហ្នឹងហ្មងយកចេញទេចឹងមុនទៅឡើងលើហ្នឹងគេហាត់រឿយគេហៅ rehearse ជួនកាលគេនិយាយម្នាក់ឯងមុខកញ្ចក់អញ្ចឹងទៅមិនតាន់មានគ្នាក៏គេនិយាយអញ្ចឹងដើម្បីឲ្យវាថ្នឹកនិយាយហ្នឹងប៉ុណ្ណឹងហើយនៅពេលឡើងទៅនៅគង់រន្ធត់ខ្លះហើយចូលទម្រាំទៅវាអត់ងំតអត់ដែលហាត់អីសោះហើយស្រាប់តែគេចាប់បាច់យកទៅដាក់លើវេទិកាគេខណៈប្រាប់ក្បួនដំបងឡើយណែឯងត្រូវមើលមនុស្សចេះហើយឯងត្រូវនិយាយចេះយកចេញទេចាំតែក្បាច់ទេតែវាយអត់ចេញចឹងណាហ្នឹងហើយអញ្ចឹងអ្នកស្ដាប់ធម៌ហ្នឹងក៏ចឹងដែរកុំគ្រាន់តែខ្ញុំរៀនអាហ្នឹងហើយដើម្បីទប់ទល់ពេលរឿងចេះកុំចាំអាហ្នឹងកុំរំលងធម៌ធម្មតានៅក្នុងជីវិតប្រចាំថ្ងៃតាំងពីយើងលេង Facebook ទៅតាំងពីស្អីទៅតាំងពីធ្វើការងារមិនស្របចិត្តទៅគួររលឹកដឹងយ៉ាងម៉េចគេបន្តិចទៅណាសូម្បីនិយាយចឹងបើគេចូលមក comment ជេរយើងបចោលយើងហ្នឹងសួរចិត្តហ្នឹងចិត្តអីហ្នឹងតាំងពីបន្តិចចឹងទៅដើម្បីឲ្យចិត្តហ្នឹងវាធ្លាប់បានពិសោធន៍ធ្លាប់បានគិតធ្លាប់បាន practice កុំចាំបាច់តលធំហ្មងចងកទៅមិនរួចទេអានោះអញ្ចឹងណាហ្នឹងហើយ
ឈុនសុផលជំរាបសួរលោកគ្រូបាទជំរាបសួរថ្ងៃនេះទឹកមុខលោកគ្រូពិតជាស្រស់របស់ខ្លាំងណាស់ទោះបីមួយរយៈនេះលោកគ្រូត្រូវបាន រលកស៊ូណាមីបក់បោកយ៉ាងណាក៏ដោយក៏មិនធ្វើឲ្យលោកគ្រូរង្គោះរង្គើដែរព្រឹត្តិការណ៍ធំៗដែលលោកគ្រូបានឆ្លងកាត់ថ្ងៃ21ឧសភា2023លោកគ្រូលាចាកសិក្ខាបទក៏ក្រៅពិភពលោកថ្ងៃ13មិថុនាឆ្នាំ2023លោកគ្រូត្រឡប់ទៅខ្មែរធ្វើអត្តសញ្ញាណប័ណ្ណហើយឆ្លៀតទៅជួបសម្ដេចតេជោក៏ក្រោកអស់ឋានមនុស្សលោក ចាំល្អไหมថ្ងៃ30កក្កដាឆ្នាំ2023លោកគ្រូភ្ជាប់ពាក្យមានគូស្រករក៏ក្រោកឋានទេវតាថ្ងៃ29កញ្ញាឆ្នាំ2023លោកគ្រូបានបញ្ចេញមតិណែនាំប្រជាជនខ្មែរឲ្យមានខ្លួនជាទីពឹងកំពឹងរបស់ខាងក្រៅមានដូចជាទឹកមុនខ្សែដៃខ្សែចង្កេះយន្តកថាជាដើមធ្វើឲ្យក៏ក្រោកអស់ឋាន Facebook សម្រាប់ខ្ញុំមិនបានរៀនជាមួយលោកគ្រូផ្ទាល់ទេតែបានស្ដាប់ការពន្យល់ក្នុង Facebook YouTube អស់រយៈពេល1ឆ្នាំហើយធ្វើឲ្យខ្ញុំបានយល់ច្រើនមិនភ្ញាក់ផ្អើលនឹងជំនឿផ្ដេសផ្ដាសមានខ្លួនឯងជាទីពឹងកាត់បន្ថយការខឹងការច្រណែនការគុំគួនការលោភលន់ហួសប្រមាណពិសេសមានលំនឹងផ្លូវចិត្តសរុបមកវិញក៏ដូចជាពួកខ្ញុំទាំងអស់គ្នាពិតជាអរគុណលោកគ្រូខ្លាំងណាស់ដែលចំណាយពេលវេលាដ៏មានតម្លៃចែករំលែកចំណេះដឹងឬព្រះធម៌សម្រាប់ប្រើក្នុងជីវិតប្រចាំថ្ងៃដល់ពួកយើងចុងក្រោយសូមលោកគ្រូមានសុខភាពល្អនិងបានចែករំលែកគំនិតល្អៗដល់ពួកយើងបន្តទៀតសូមអរគុណលោកគ្រូបាទសូមអរគុណហ្នឹងហើយ អ្វីដែលខ្ញុំគួរឲ្យកត់សម្គាល់គឺចាំព្រឹត្តិការណ៍សំខាន់នៃជីវិតរបស់ខ្ញុំត្រូវតែកត់ទុកឲ្យខមមិនហ្នឹងព្រោះខ្ញុំភ្លេចអស់ទៅហើយអត់បានកត់ទុកហ្នឹងហើយនៅក្នុង diary មានប៉ុន្តែគាត់ថាมันបានកត់អាព្រឹត្តិការណ៍ដែលផ្ទុះពីក្រៅគឺតែខ្ញុំធ្វើអីអាហ្នឹងកត់ទុកប៉ុន្តែវាផ្ទុះយ៉ាងម៉េចហ្នឹងអត់បានកត់ទុកអរគុណឈុនសុផលបានរក្សាទុកព្រឹត្តិការណ៍សំខាន់នេះ សុកាទូចខ្ញុំបាទសូមជូនសំណួរមួយដើម្បីលោកគ្រូជួយបកស្រាយខ្ញុំទាំងពីរធ្លាប់ស្រឡាញ់គ្នាតាំងពីនៅក្មេងៗរហូតមកដល់ពេលនេះពួកខ្ញុំទាំងពីរនៅតែម្ដងម្កាលយល់សពឃើញគ្នាតើមកពីមូលហេតុអ្វីអរគុណលោកគ្រូហ្នឹងមកពីស្រឡាញ់ហ្នឹងណាស្រឡាញ់ហើយចិត្តហ្នឹងវាធ្លាប់គួចមេត្រីចឹងទៅហើយណាមួយស្រឡាញ់តាំងពីក្មេងមកវាសន្សំទុកក្នុងសន្តាននោះវាជ្រៅថា deep love ជ្រៅស្នេហាគ្រាដំបូងអាហ្នឹងវាចូលទៅជំរឿផ្លូវចិត្តទោះបីវាមិនត្រេកត្រអាលរាគៈអីខ្លាំងប៉ុន្តែវាចូលទៅដល់ជំរឿចិត្តយើងមុនស្នេហ៍ណាផ្សេងហើយរឿងដែល unforgettable វាមិនអាចបំភ្លេចបានទៅទៀតអាស្នេហ៍ពីដំបូងហ្នឹងស្នេហ៍ដំបូងនិងស្នេហ៍ចុងក្រោយមនុស្សមិនអាចងាយបំភ្លេចទេតែស្នេហ៍កដាលបើមនុស្សមានដៃគូច្រើនអាចឆាប់ភ្លេចពួកអ្នកខ្លះខ្ញុំធ្លាប់សួរគាត់ថារាប់ភ្លេចនឹងរាប់ទៅប្រមាណគាត់ដើរលេងច្រើនเนาะប៉ុន្តែដំបូងហើយនឹងក្រោយគេគាត់ចាំហើយសំបីក្នុងរឿងដែលមិនគួរភ្លេចហ្នឹងពពុទ្ធក៏សម្ដែងដែររឿងដែលមិនអាចបំភ្លេចបានប្រមាណ4យ៉ាងហ្នឹងមានក្នុងមួយយ៉ាងហ្នឹងគឺស្ដេចរាជាពិស័យដំបងជាមួយនារីណានោះគឺតែចាំហ្មងហើយដល់ស្រីស្នំផ្សេងទៀតអត់ចាំអីវាច្រើនពេកអញ្ចឹងណាមានអីទេក្រៅពីចិត្តវាសន្សំដល់វាសន្សំជ្រៅទៅក្នុងសន្តានចិត្តអញ្ចឹងទៅក៏វាសពឃើញម្ដងម្កាលក៏វារឿងធម្មតាមិនអីទេកុំទៅតាមយសពហ្នឹងនោះបើយើងមិនបានយកគ្នាជាដៃគូកុំទៅយកសពហ្នឹងយកមកជារឿងទឹកតាងមិនទៅណនិស័យយើងមិនទៅណឲ្យមានប្តីប្រពន្ធរៀងខ្លួនហើយហ្នឹងកុំយកវាមកជារឿងអស្ចារ្យហើយនាំឲ្យយើង
ទៅប្រព្រឹត្តអីដែលមិនសមរម្យព្រោះតែយកពាក្យនិស័យឬក៏ថាយល់សពហ្នឹងគឺឲ្យយើងដើរតាមពេលដែលយើងអត់យល់សពវិញយល់សពគ្មានជារឿងអស្ចារ្យអីទេ បាទហើយគង់ពៅជំរាបសួរលោកគ្រូតាមការសិក្សាពុទ្ធមេត្តាស្លាប់ដោយការអស់អាយុតែក្នុងសម័យហ្នឹងមនុស្សមានអាយុ80ឆ្នាំហេតុអ្វីពុទ្ធមេត្តាមានអាយុខ្លីជាង80ឆ្នាំធម្មតាសម័យនោះមែនទែនទៅអាយុ100ឆ្នាំការសិក្សាអំពីនិយាមធម៌ហៅថាជាពុទ្ធនិយាមគឺមិនមែនតែមេត្តារបស់ព្រះពុទ្ធបរមគ្រូយើងមួយអង្គទេសំបីព្រះមេត្តារបស់ព្រះពុទ្ធអង្គផ្សេងគឺតែងតែអស់បជននៅពេលដែលអស់ធុរៈព្រោះការចុះពីទេវលោកមកយោនយកកំណើតជាមនុស្សដើម្បីផ្ដល់កំណើតឲ្យព្រះពោធិសត្វហ្នឹងគឺជាបេសកកម្មទេហើយនៅពេលដែលផ្ដល់កំណើតឲ្យហើយលោកក៏ត្រូវលះនៅកំណើតជាមនុស្សហ្នឹងហើយកាន់យកនៅកំណើតទេពវិញអាហ្នឹងវាអញ្ចឹងណាប៉ុន្តែបើក្នុងគំនិតយើងដែលយើងជាប់ជាពាក់នឹងការរស់យូរយើងគិតថាដូចជាអភ័ព្វគ្រាន់តែប្រសូតព្រះពោធិសត្វហើយទៅជាអស់បជនអីអញ្ចឹងណាទៅជាត្រូវអស់បជនអញ្ចឹងទៅអស់បជនយើងប្រើពាក្យស្ដេចអស់បជនប៉ុន្តែមិនមែនអស់អាយុទេអានឹងវាជានិយាមធម៌ដែលមិនមាននរណារៀបចំទេដូចរបៀបថាយើងនៅក្នុងស្រុកដ៏ហើយខ្លះស្រុកដ៏សម្បូរសប្បាយអញ្ចឹងយើងមានបេសកកម្មចុះទៅកន្លែងកំសត់ដាច់ស្រយាលដើម្បីទៅការពារក្មេងណាមួយហើយរួចពេលវេលាយើងមកស្រុកយើងវិញមកក្នុងន័យអញ្ចឹងណាបាទក្នុងន័យអញ្ចឹងឯងមិនមែនទៅជាមនុស្សអភ័ព្វទេណាបើយើងគិតតាមគំនិតជាប់ជំពាក់របស់យើងគិតថាមើលថាពពោធិសត្វចង្រៃណាស់អញ្ចឹងនៅក្នុងផ្ទៃមេត្តាហើយមិនព្រមឲ្យមានមេត្តានឹងមានបច្ចុប្បន្នវែងទេទៅឲ្យមេត្តាបច្ចុប្បន្នខ្លីទៅវិញហាក់ដូចជាមនុស្សចង្រៃមិនមែនអញ្ចឹងទេហ្នឹងហើយម្យ៉ាងទៀតក្នុងភាពជាមេត្តារបស់ព្រះពោធិសត្វដែលសម្រាប់ត្រាស់ដឹងហ្នឹងក៏មិនអាចឲ្យកំណើតដល់នរណាណីផ្សេងក្រៅពីព្រះអង្គដែរហ្នឹងហើយ ចន្ទដាជំរាបសួរលោកគ្រូសូមលោកគ្រូជួយដោះស្រាយចម្ងល់ក្នុងចិត្តរបស់នាងខ្ញុំដោយអនុគ្រោះកាលដែលឪពុកខ្ញុំឈឺខ្ញុំបានទៅមើលថែគាត់នៅឯមន្ទីរពេទ្យរហូតដល់ឪពុករបស់នាងខ្ញុំគាត់បានបាត់បង់ជីវិតលាលោកទៅតែអ្វីដែលនាងខ្ញុំមិនចាំនាងខ្ញុំចាំមិនភ្លេចគឺពេលដែលគាត់បានធ្វើទុកជំងឺមើលទៅវេទនាភ្នែកណាស់លោកគ្រូរហូតដល់ពេលនេះនាងខ្ញុំនៅមិនទាន់អាចភ្លេចបានទេតើនេះជាកម្មរបស់នាងខ្ញុំដែរឬទេដែលនៅពិបាកចិត្តម្ដងនៅពេលដែលនឹកដល់ពេលនោះបញ្ជាក់លោកគ្រូខ្ញុំមានបងប្អូនច្រើនតែខ្ញុំជាអ្នកនៅមើលថែគាត់ម្នាក់ឯងបាទបើនិយាយពីកម្មវាមានគ្រប់តែគ្នាកម្មហ្នឹងណាខ្ញុំឆ្លើយថាមានកម្មឬអត់កម្មហ្នឹងយើងនៅតែអត់យល់អញ្ចឹងព្រោះយើងមិនយល់ថាកម្មហ្នឹងស្អីគេថាអ្នកមិនទៅមើលអ្នកមិនទៅឃើញហ្នឹងក៏មានកម្ម
កម្មនោះគឺជាអំពើប្រព្រឹត្តទៅតាមកាយវាចាអីចឹងទៅតែអ្នកសួរអាចបដោតថាតើខ្ញុំនឹងវាមានផលនៃបាបកម្មចាស់ឲ្យផលឲ្យវាត្រូវតែអញ្ចឹងឬអាចទៅសួរអញ្ចឹងតាមមើលថានឹងហើយឧទាហរណ៍ថាឃើញទុក្ខវេទនាកើតឡើងចក្ខុវិញ្ញាណដែលកើតឡើងជាអកុសលវិបាកវាត្រូវឃើញបែបហ្នឹងឬគាត់ស្រែកឲ្យយ៉ាស់ឲ្យយោយសោតវិញ្ញាណដែលលើហ្នឹងគឺជាអកុសលវិបាកដែលវាកើតឡើងយើងមិនមែនជាអ្នកបកកើតទេណាទាំងដែលយើងក៏មិនចង់លឺបែបហ្នឹងដែរឃើញទេឃើញធัวទាំងឡាយកើតពីបច្ច័យឯងឃើញធัวទាំងឡាយជាអនត្តាណាច្បាស់ណាប៉ុន្តែដែលល្អជាងនឹងទៅទៀតថាកម្មវាឲ្យផលក៏ឲ្យទៅចោះនោះគឺចម្រើនបញ្ញាដើម្បីកំណត់ដឹងថាអ្វីដែលកើតឡើងគឺវាមានបច្ច័យគ្រប់គ្រាន់ដើម្បីឲ្យកើតដែលមិនតាំងនៅក្នុងអំណាចសត្វបុគ្គលណាកើតហើយក៏រលត់ទៅឥតមានសេះសល់ឡើយដោយមិនចង់ផ្លាស់ប្ដូរថាវាមិនគួរកើតអញ្ចឹងសោះបញ្ញាអត់និយាយថាមិនគួរអញ្ចឹងទេអញ្ចឹងណាឥឡូវវាកើតឡើងហើយតែបញ្ញាចូលទៅដោះស្រាយបានថា what happen អ្វីដែលកើតឡើងគឺកើតឡើងហ្នឹងហើយគ្មានអ្វីមកផ្លាស់ប្ដូរវាបានទេហើយវាសមតែកើតឡើងមិនសមទេអាតួមិនសមហ្នឹងគឺតណ្ហារបស់យើងឯងយើងចង់បានអីមួយជំនួសតែតួបញ្ញាអត់បាច់បដូរទេមិនគឺអញ្ចឹងឃើញទេឲ្យតែបញ្ញាយល់ច្បាស់នៅសភាវៈធម៌នៅក្នុងបច្ចុប្បន្នហ្នឹងមិនសំខាន់ថាអតីតកាលមានរឿងអីកើតឡើងទេគឺរស់នៅក្នុងបច្ចុប្បន្នហ្នឹងតែម្ដងហ្នឹងដោយយល់ធម៌កើតពីបច្ច័យតែអាចឈានទៅដល់ចំណុចហ្នឹងបានសំណូមពររបស់ខ្ញុំនៅតែចង់ឲ្យរៀនព្រះអភិធម្មយើងនឹងយកមក apply នៅក្នុងជីវិតបច្ចុប្បន្នហ្នឹងហើយអ្វីដែលកើតឡើងគ្មានអ្វីក្រៅពីសច្ចធម៌ដែលកើតឡើងទេនោះហើយគឺជាសច្ចធម៌នៅក្នុងជីវិតប្រចាំថ្ងៃដែលឲ្យយើងរស់ធម៌នឹងហើយជាធម៌ហ្នឹងឧទាហរណ៍មិញខ្ញុំនិយាយពីគេជេរខ្ញុំហ្នឹងអាហ្នឹងមិនមែនធម៌ថាធម៌ដែរសំឡេងដែលគេជេរហ្នឹងស្អីគេតួសត្វតរូបតួវិជ័យវិញ្ញាណមានអីខុសពីធម៌មាននរណាអ្នកជេរខ្ញុំវាអត់មានទេគ្រាន់តែជាសំឡេងដែលកើតឡើងប៉ុណ្ណោះហើយសំឡេងវាកើតឡើងដោយសារអីដោយសារចិត្តជាសមុទ្ឋានហើយចិត្តហ្នឹងចិត្តអីគឺអកុសលចិត្តបើអត់មានអកុសលចិត្តជេរមិនរួចទេហើយសួរថាអ្នកនងឯអ្នកធ្វើអកុសលចិត្តថាអត់ទេបើសិនតែគាត់ដឹងថានឹងជាអកុសលដោយបញ្ញារបស់គាត់មិនជេរទេតែគាត់ច្រឡំថាគាត់ខ្លាំងបានជេរអញ្ចឹងទៅគាត់វាគ្រាន់បើហ្នឹងចាញ់បោកកិលេសទៀតទីបំផុតពាក្យជេរក៏គ្មានបានទៅណាចេញទៅពីមាត់ហើយវាស្ងួតនៅហ្នឹងវាអត់មានទៅណាទេវាគ្រាន់តែខ្យល់មាត់ប៉ុណ្ណោះឃើញទេវាអត់មានអីហើយបើយើងទៅឈឺចាប់ព្រោះអាហ្នឹងល្ងងជាងងាកជេរទៀតហ្នឹងហើយជេរគេបាបទៅគេសោះយើងចេះយកបាបមកដាក់ក្នុងចិត្តយើងណាដូចរឿងដែលកើតឡើងសម្លេងដែលកើតឡើងសុទ្ធតែជាសច្ចធម៌ដែលកើតឡើងទាំងអស់អត់មានអីមិនមែនជាសច្ចធម៌ទេបើបញ្ញាកើតឡើងយល់ព្រមជាមួយធម៌ដែលកើតពីបច្ច័យហើយភាពតានតឹងភាពមិនសុខចិត្តក៏នឹងលែងមានចាប់ពីពេលឥឡូវនេះទៅយើងបានសម្រួលសួរថាតើខ្ញុំគួរប្រតិបត្តិធម៌នៅពេលណាចម្លើយគឺពេលនេះឯងតើនៅកន្លែងណាគឺកន្លែងនេះឯងតើធ្វើយ៉ាងណាឲ្យដល់កន្លែងនោះត្រូវមានមូលដ្ឋានខ្លះឲ្យស្គាល់ថាស្អីជាធម៌ដែលគួរកំណត់ដឹងតាមរយៈមេរៀនពធនឹងឯងបន្តទៅទៀតខេមរិតថាច់ខេមរិតថាច់តាមការសម្លឹងមើលរបស់ខ្ញុំយល់ថាលោកគ្រូមានសមាទិដ្ឋិនិងសមាសង្កប្បៈចាត់ទុកជាអ្នកមានវិជ្ជាកើតឡើងហើយមែនទេខ្ញុំសូមឆ្លើយថាអ្វីវាមិនអាចច្បាស់ប្រកបដោយការស្ទាបស្ទង់មើលយ៉ាងនោះឡើយអញ្ចឹងណាហ្នឹងហើយសូមកុំផ្ដោតមកលើខ្ញុំគ្រាន់តែផ្ដោតទៅលើអ្វីដែលខ្ញុំនិយាយហើយផ្ទៀងផ្ទាត់នៅក្នុងចិត្តរបស់ខ្លួនឯងចុះដកខ្ញុំចេញចឹងមកខ្ញុំថាតាំងពីខ្ញុំនៅលោកម្លេះថាអាចបាត់អាត្មាបាន
អាចចោលអាត្មាបានប៉ុន្តែកុំចោលពធនឹងពាក្យដែលខ្ញុំនិយាយមុនសឹកអញ្ចឹងខ្ញុំជាអីខ្ញុំមានអីមានតែខ្ញុំខ្លួនឯងទេដែលដឹងច្បាស់ហ្នឹងហើយតែខ្ញុំនិយាយត្រូវឬខុសអ្នកទាំងឡាយត្រូវយកទៅផ្ទៀងផ្ទាត់ជាមួយនឹងកិច្ចប្រតិបត្តិប្រចាំថ្ងៃរបស់ខ្លួនឃើញថាមានប្រយោជន៍កាន់យកអត់ប្រយោជន៍បោះចោលអាហ្នឹងទើបឆាប់ចប់ហ្នឹងហើយដូចសំណួរអ្នកណាមិញថាលោកគ្រូកាលណានឹងយកប្រពន្ធអាហ្នឹងរឿងខ្ញុំទៀតហ្នឹងហើយហើយក៏មិនមែនជារឿងគួរខ្វល់ទេខ្ញុំអត់ pretend ទេតែខ្ញុំរកឃើញខ្ញុំយកហើយខ្ញុំគ្មានជាប់ឈ្មោះគ្រូធរយកប្រពន្ធបានទេខ្ញុំមិនជាប់អាហ្នឹងទៀតតែខ្ញុំត្រូវយកខ្ញុំយកហើយតែយកឲ្យខ្ញុំបង្ហាញមកបង្ហាញឲ្យការផ្អើលទឹកទៀតអត់មានអីផងពីព្រោះអីយកប្រពន្ធហ្នឹងវាគ្រាន់តែជាចំណងរបស់ខ្ញុំផ្ទាល់ខ្លួនអាហ្នឹងវាជាចំណងឯងតែវាអត់មានពាក់ព័ន្ធអីដល់បងប្អូនទេឃើញទេច្បាស់អរិយបុគ្គលក៏លោកមានប្តីមានប្រពន្ធធម្មតានិយាយវិសាខាអីលោកសម្រាប់ជាសោតាបណ្ឌបុគ្គលហើយក៏គាត់យកប្តីមានកូនដល់ទៅ20អីចឹងទៅនិយាយរួមទៅស្មោះត្រង់នឹងខ្លួនឯងមិនបាច់ pretend ហ្នឹងហើយអញ្ចឹងខ្ញុំយ៉ាងណាជារឿងរបស់ខ្ញុំតែសូមយកពិចារណាតែអ្វីដែលខ្ញុំនិយាយចឹងឲ្យមើលទៅវាត្រូវឬអត់ពិសោធន៍ទៅវាត្រឹមត្រូវទេបើមិនត្រូវទេបោះចោលហ្នឹងហើយក៏មិនចាំបាច់ឲ្យតម្លៃថាខ្ញុំមានគុណធម៌ចេះអត់ទេខ្ញុំប្រាប់ឲ្យប្រាប់ទៀតថាខ្ញុំមានកលេសធម្មតាមានកលេសធម្មតាខ្ញុំនិយាយញឹកហ្នឹងខ្ញុំនិយាយញឹកតាំងបកកើតសមាគមធម្មកថាក៏ខ្ញុំនិយាយក្នុងអង្គប្រជុំអញ្ចឹងដែរអញ្ចឹងខ្ញុំមិនដែលលើកថាវាអស់កលេសចេះចុះខ្ញុំមិនដែលនិយាយផងសែមសំអឿនខ្ញុំបាទអរគុណលោកគ្រូដែលបានបកស្រាយពន្យល់សំណួរខ្ញុំបាទបានយល់ដឹងបន្ថែមទៀតខ្ញុំបានយល់ថាធម៌ទាំងពីរដូចគ្នាដែរតែមិនសូវច្បាស់ឥឡូវខ្ញុំយល់ហើយលោកគ្រូខ្ញុំបាទជាសិស្សក្រៅថ្នាក់រៀនតាម YouTube មិនសូវចេះចាំយល់ដឹងដូចសិស្សក្នុងថ្នាក់ទេតែខ្ញុំបាទប្រឹងសិក្សាជាមួយលោកគ្រូរាល់ថ្ងៃបាទសាធុមិនប្រកាសទេជួនកាលសិស្សក្រៅថ្នាក់ក៏អាចឲ្យតែមានសេចក្តីព្យាយាមសិស្សក្នុងថ្នាក់ក៏អាចនឹងវាអាស្រ័យលើការស្រឡាញ់និងការព្យាយាមបាទហើយមែនតែទៅខ្ញុំរៀនអភិធម្មហ្នឹងសិស្សក្រៅថ្នាក់ដែរណាដំបូងឡើយហ្នឹងក៏មានតែស្ដាប់កាសែតខ្លះអីខ្លះទៅក្រោយបានរៀនមើលកពីដីកាខ្លួនឯងកាសែតដំបូងដែលខ្ញុំស្ដាប់ហ្នឹងកាសែតលោកគ្រូកណ្ឌិតបុត្រសវងដាក់បានប្រហែលជាគាត់បរៀនដូចជាចប់អសោបនៈចិត្តណាធ្វើឲ្យមានសេចក្តីជ្រះថ្លានិងអភិធម្មទៅក៏ស្វះស្វែងរកសភៅរៀនបាទតែយ៉ាងណាក៏នៅតែនឹកគុណគាត់បើមិនបានស្ដាប់គាត់ទេខ្ញុំមិនយល់បេះដូងអភិធម្មយ៉ាងម៉េចទេដំបូងមិនដែលបានអង្គុយរៀនអីទេខ្ញុំដែលបានអង្គុយរៀនមួយគាត់ទេចាត់ទុកថាសិស្សក្រៅសាលាដែរតែសំខាន់ថាយើងចង់ចេះអត់ហ្នឹងណាលឹមហួរជំរាបសួរលោកគ្រូខ្ញុំរៀនព្រះអភិធម្មយូរទៅបែរជាវង្វេងនិងមានចិត្តចង់ទៅកាត់ផ្ដាច់លោភៈទោសៈមោហៈតែវាបែរជាធ្វើឲ្យខ្ញុំមិនសុខក្នុងខ្លួនហើយពេលនេះខ្ញុំដឹងថាខ្លួនកំពុងវង្វេងហើយអញ្ចឹងសូមលោកគ្រូជួយផ្ដល់កន្លឹះក៏ដូចជាអាវាតដើម្បីកុំឲ្យខ្ញុំវង្វេងតទៀតផងសូមអរគុណលោកគ្រូនឹងរៀនល្មិចបានទៅជាវង្វេងយើងរៀនមានគ្នាទេរឿង
រៀនហ្នឹងគួយរៀនតាមលំដាប់លំដោយដែរទេបាទ តាមពិតរៀនដើម្បីកុំឲ្យវាវង្វេងហ្នឹងណាហើយកុំបញ្ញត្តិពីព្រោះការសិក្សាពធគ្មានការប្រកួតប្រជែងទៅប្រឡងជាមួយនរណាទេហើយកុំប្រៀបផ្ទឹមជាមួយនរនេះនរនោះដែលគេរៀនឆ្លាតជាងយើងអីអាចគិតដែរថាមើលអ្នកដែលគេរៀនឆ្លាតគេរៀនល្មែកនឹងឲ្យសុំយោបល់សុំអីហ្នឹងមិនអីទេប៉ុន្តែបើសិនជាប្រៀបផ្ទឹមគេនៅវាខ្លាំងជាងគេនៅប្រកែកជាងឲ្យត្រូវតែឆ្លាតដូចគេអីចេះចោះនឹងនាំឲ្យមានសម្ពាធហើយកុំបញ្ញត្តិឧទាហរណ៍តែបើយើងរៀនពីចិត្តបរមត្តទៅហ្នឹងមួយហ្នឹងឲ្យវាយល់ច្បាស់កុំបញ្ញត្តិចង់បានច្រើនហ្នឹងហើយហើយការរៀនដែលរៀនទៅអន្ទះសារហ្នឹងយើងចេះតែរៀនចង់បានអីផ្សេងណាចង់បានអីផ្សេងអឺកាលទៅបានខ្ញុំចេះអឺកាលទៅបានខ្ញុំចប់អឺកាលទៅបានខ្ញុំបដិបត្តិអាហ្នឹងដែលជាបញ្ហាហើយការរៀនដែលត្រឹមត្រូវហ្នឹងគឺរៀនឲ្យយល់មួយហ្នឹងកុំបញ្ញត្តិទៅណាមួយដែលយើងរៀនណាហ្នឹងហើយវីដេអូមួយពេលដាក់ចិត្តរៀនហ្នឹងគឺអាចត្រូវស្ដាប់ច្រើនដងឬក៏ស្ដាប់បដាសរសេរបដាធ្វើម៉េចឲ្យវាច្បាស់ហ្នឹងហើយมันអាចគ្រាន់តែស្ដាប់ទៅមួយសារអញ្ចឹងទៅឲ្យចេះមែនទេព្រោះបញ្ញាយើងនេះវាมันអាចដូចគូសថ្មទេมันអាចដូចគូសលើឈើទេអាចប្រហែលគូសលើខ្សាច់អីខ្យល់មកលុបឬក៏គូសលើទឹកឆ្វាច់ទៅវិញទៅក៏មានហ្នឹងហើយបើរៀនតាមលំដាប់ដោយត្រឹមត្រូវគេរៀនកុំឲ្យវង្វេងនឹងឯងហ្នឹងរៀនវង្វេងព្រោះយើងរៀនចង់បានអីផ្សេងរៀនមិនចង់យល់នៅអ្វីដែលកំពុងរៀនឧទាហរណ៍ថាឥឡូវដំបូងហ្នឹងរៀនពីលោភៈមូលចិត្តហ្នឹងហើយលោភៈមូលចិត្តប្រែទៅចិត្តដែលមានលោភៈជាមូលជាឫសគល់ចិត្តហ្នឹងកាលណាវាកើតឡើងវាមានការជាប់ជំពាក់ផ្សេងនឹងអារម្មណ៍ហ្នឹងហ្នឹងហើយអាចប្រព្រឹត្តទៅដោយការត្រេកអររីករាយចង់បានជាប់ជំពាក់អីសពគ្រប់ហ្នឹងដល់ទោសមូលចិត្តហ្នឹងគណៈទៅហ្នឹងរៀនទៅវាមិនបានដូចចង់ហ្នឹងវាទៅជាទៅអាហ្នឹងឯងទោសមូលចិត្តដែលត្រូវកំណត់ដឹងពេលហ្នឹងអញ្ចឹងណាសំខាន់ណាសំខាន់ទៅម្ដងបន្តិចឲ្យយល់ច្បាស់នៅពុទ្ធដីកាមួយហ្នឹងអត់មានរៀនទៅប្រឡងជាមួយនរណាទេអត់មានរៀនទោសមូលចិត្តទៅចង់យល់ចិត្តទាំងអស់ត្មងអរេរៀនតាណាយល់ទៅនឹងឲ្យច្បាស់បាទហើយជាងការរៀនទៅវាអបសុខម្នាក់ឯងអាចសាប់គប់អ្នកដែលរៀនធម៌ដូចគ្នាណាបង្កើតជាក្រុមសាកសួរសន្ទនាគ្នាទៅហ្នឹងក៏ជារឿងល្អដើម្បីបន្ធូរបន្ថយការគិតរបស់យើងច្រើនហ្នឹងហើយជួនកាលមេរៀនខ្លះទោះបីជាខ្ញុំបរិញ្ញាខ្ញុំបញ្យល់ក៏ពិតមែនប៉ុន្តែអ្នករៀនខ្លះគាត់អាចទាញឧទាហរណ៍ណាមួយដែលគាត់យល់ហ្នឹងយកទៅបញ្យល់ល្អជាងខ្ញុំទៀតពីព្រោះសំខាន់គាត់យល់ហើយដល់គាត់យល់ហើយគាត់អាចទាញឧទាហរណ៍ខុសពីខ្ញុំលើកទៀតតួយ៉ាងដូចជាសាវករបស់ព្រះអង្គអញ្ចឹងមិនប្រកាសថាសាវកហ្នឹងត្រូវតែនិយាយតាមពុទ្ធទាំងអស់ឯងគ្រាន់តែថាសច្ចធម៌តែមួយអត់មានបែងចែក
សច្ចធម៌របស់ពុទ្ធផ្សេងហើយសច្ចធម៌របស់សាវកផ្សេងឯងក៏ប៉ុន្តែក្នុងឧបាយនៃការផ្ទេរចំណេះហ្នឹងសាវកលោកអាចនឹកឃើញផ្សេងពីពុទ្ធមិនមែនពុទ្ធលោកអត់ចេះព្រះអង្គអត់ចេះទេប៉ុន្តែព្រះអង្គទៅប្រើពេលនិយាយអស់មិនកើតនឹងនិយាយវាមិនអស់ទេពេលវេលាមានកំណត់របស់ព្រះអង្គដែរដូចជាកុមារកសបៈហ្នឹងគឺអេតតកៈរបស់លោកហ្នឹងខាងមានសម្ដីវិចិត្រចិត្តកតិកាណੰយតិទាំងកុមារកសបោកំពូលភិក្ខុអ្នកមានសម្ដីវិចិត្រដែលជាសារវៈរបស់ពុទ្ធហ្នឹងគឺកុមារកសបៈលោកបកកែក្នុងការលើកឧទាហរណ៍តែមកឧទាហរណ៍មួយចំនួនហ្នឹងមិនដែលឃើញព្រះអង្គលើកទេហ្នឹងហើយប៉ុន្តែមិនមែនមានន័យថាព្រះអង្គអត់ចេះទេគ្រាន់តែព្រះអង្គអត់មានឱកាសនិយាយឲ្យវាគ្រប់ទាំងអស់អញ្ចឹងមានសាវកហ្នឹងលោកអាចលើកដែលឧទាហរណ៍អីផ្សេងក្រៅពីព្រះអង្គទេប៉ុន្តែចង់បញ្ចប់បញ្ចូលទៅក្នុងសច្ចធម៌ដដែលអញ្ចឹងការដែលយើងរៀនទៅយើងមានគ្នាសាកសួរគ្នាទៅជាងកាលអ្នកដែលយល់ហ្នឹងគាត់អាចមានឧទាហរណ៍អីបញ្យល់ល្អជាងមេរៀនដែលខ្ញុំបរៀននឹងទៅទៀតបាទសំណួរជាបន្ត SK ធេរតជំរាបសួរលោកគ្រូសូមអធិស្ឋានលោកគ្រូខ្ញុំមានសំណួរចង់សួរលោកគ្រូតើការប្រគេនចង្ហាន់ទៅព្រះសង្ឃយើងត្រូវលើកផុតពីតុឬទេមានមិត្តព្រះធម៌គាត់ប្រាប់ថាត្រូវលើកឲ្យផុតតុហើយបើសិនជាអង្គ50គីឡូអីលើកមិនរួចលោកគ្រូសូមលោកគ្រូជួយពន្យល់ដោយអនុគ្រោះនិយាយទៅបើនិយាយពីក្បួនប្រគេនគឺប្រកបដោយអង្គ5ហ្នឹងហើយទី1គឺរបស់ហ្នឹងមិនធ្ងន់ពេកល្មមបរោះមានកម្លាំងជាមធ្យមហៅថាបរោះមានកម្លាំងកណ្ដាលហ្នឹងលើករួចដោយមិនប្រឹងពេកណាទី2គឺត្រូវនៅក្នុងរង្វង់ហត្ថបាសឧទាហរណ៍ថាលោកក៏គង់ហើយយើងក៏អង្គុយយើងវាស់ពីកែងជើងយើងទៅយើងអង្គុយបត់ទៅក្រោយចេះពីហាត់មួយចំអាមទៅដល់អវយវៈខាងមុខរបស់លោកហ្នឹងហើយប៉ុន្តែវាស់ពីតាណាទៅគឺវាស់ស្រួលបំផុតហ្នឹងវាស់ពីក្បាលយើងទៅបងអោនទៅឬក៏យើងអង្គុយរៀងឆ្ងាយបន្តិចក៏ដោយប៉ុន្តែក្បាលយើងបងអោនទៅនៅក្នុងរង្វង់ហ្នឹងពីលោកមកដល់ក្បាលយើងប្រហែលជាមហាត់មួយចាអាមអីប៉ុណ្ណឹងហ្នឹងហើយរបស់នោះមិនបាននិយាយថាត្រូវលើកឲ្យផុតទេប៉ុន្តែរបស់ហ្នឹងកុំឲ្យជារបស់ធ្ងន់ពេកដែលមនុស្សមានកម្លាំងជាកណ្ដាលលើករួចឧទាហរណ៍ថាមួយថាសប៉ុណ្ណឹងបង្អែមមួយថាសប៉ុណ្ណឹងមកកូនក្មេងប្រកេនលោកគាត់លើកអត់រួចទេកូនក្មេងទូចអាយុ 4-5 ឆ្នាំហ្នឹងអញ្ចឹងក្មេងហ្នឹងគ្រាន់តែលើកបង្ហើបមួយខាងបន្តិចហើយលោកក៏ទទួលទៅបានមិនបាច់លើកផុតរហូតដល់ឆ្មាបោរួចអីមិនមែនទេបាទអញ្ចឹងហ្នឹងគ្រាន់តែបង្ហើបឲ្យវាឃ្លាតចាក់ដើមបន្តិចទៅมันចាំបាច់ទល់តែលើកផុតទេហើយតែខ្ញុំឃើញគឺប្រកេនតុកធំឲ្យប្រហើបតុកបន្តិចហ្នឹងប្រកេនដូចអត់ប្រកេនទេពីព្រោះវាធំពេកបើយើងទៅលើកតុកទាំងមូលម្នាក់ឯងលើកអត់រួចអញ្ចឹងបើរបស់ហ្នឹងវាធំពេកអញ្ចឹងបរោះជាកណ្ដាលលើកម្នាក់ឯងតេះធ្ងន់ពេកអញ្ចឹងប្រកេនដូចអត់ប្រកេនមានន័យថារបស់ហ្នឹងធ្ងន់ពេក
ហើយជួនកាលឆ្ងាយពេកនៅមកខាងនោះ1 ម៉ែត្រប្រកេនដូចអត់ប្រកេនព្រោះវាខុសហត្ថបាសគឺការបង្អោនមកនឹងឯងដូច្នេះនៅក្នុងការប្រកេនហ្នឹងក៏យើងឃើញថាព្រះអង្គឲ្យទទួលរមមបានជានៅក្នុងរបស់ដែលបរោះជាកណ្ដាលបរោះកម្លាំងជាកណ្ដាលលើករួចហ្នឹងគឺថាទី1ងាយក្នុងការលើកប្រកេនទី2មិនប្រព្រឹត្តទៅដើម្បីជាការល្មោបលោភលន់ក្នុងការទទួលរបស់ភិក្ខុសង្ឃហើយដូចជារបស់ដែលធ្ងន់មិនមែនថាយើងមិនអាចមានកិច្ចទេឧទាហរណ៍ថារបស់ហ្នឹងវាធ្ងន់ពេកអង្គវាមិនត្រូវប្រកេនភិក្ខុផងហើយលោថ្ងៃរសៀលអីក៏រឹតតែមិនត្រូវប្រកេនទៀតហើយជួលជារបស់ក្នុងកាលអញ្ចឹងបើទីនោះមានសាមណេរលោកទទួលបានហើយមិនបាច់លើកប្រកេនទេមួយសាមណេរគ្រាន់តែប្រាប់ថាលោកម្ចាស់កណាមានអង្គមួយតោនចេះក៏បានណានេះទុកនៅតនេះសូមលោកម្ចាស់ជួយចាត់ចែងក្នុងកិច្ចការងារប្រសងផងព្រោះណាហ្នឹងគឺជាមួយសាមណេរលោកទទួលបានឧសាមណេរមិនមានកិច្ចប្រកេនទេរបស់អត់ប្រកេនក៏លោកឆាន់បានដែរសាមណេរសិក្ខាបទដែលចាំបាច់ត្រូវទៅប្រកេនបើមិនប្រកេនឆាន់ទៅត្រូវអាបត្តិហ្នឹងមានតែភិក្ខុទេសាមណេរអត់ទេកុំឲ្យទៅលួចគេសាមណេររឿងម្ហូបអាហារហ្នឹងសាមណេរដូចកុហកយើងចឹងដូចកុហកយើងចឹងឧទាហរណ៍ថាយើងចង់ប្រកេនអីដល់លោកម្ចាស់សាមណេរទៅឧទាហរណ៍ថាអត់ជួបលោកដាក់នៅមុខកត់លោកទេទូរស័ព្ទប្រាប់លោកម្ចាស់កាលណាទុកតរ៉េនម្ដុំនៅមុខហ្នឹងមុនឆាន់លោកឆាន់បានឲ្យតែគេឲ្យសាមណេរស្រួលចឹងចឹងរបស់ណាដែលយើងមើលទៅយើងមិនអាចប្រកេនភិក្ខុបានយើងទុកដាក់ជាមួយសាមណេរលោកចាត់ចែងបានចឹងណាមែនតើទៅសម័យពីដើមហ្នឹងมันមានវិជាវចៈអីដើរតាមរហូតអីទេគឺសាមណេរហ្នឹងអ្នកចាត់ចែងជំនួសហើយវិជាវចកហ្នឹងក៏អាចចាត់ចែងតាមពេលតាមវេលាអញ្ចឹងទៅក៏មានមិនមែនអត់ទេណាវិជាវចកជាកុហកប៉ុន្តែអ្នកដែលតាមបម្រើជានិច្ចកាលហ្នឹងគឺសាមណេរគឺជាកូនរបស់សាមណៈហ្នឹងអញ្ចឹងហើយបើមិនមានសាមណេរទេក៏យើងហៅអារាមិកជនឬក៏យើងហៅថាអាចារ្យគណៈកម្មការអីចឹងទៅចិត្តយើងឧទ្ទិសចំពោះភិក្ខុសាមណេរក្នុងវត្តហើយប៉ុន្តែរបស់ហ្នឹងវាខុសកាលមានត្រីងៀតមានស្អីចឹងវាមិនគួរប្រកេនទេរបស់ឆៅគ្រប់របស់ឆៅទាំងអស់មិនត្រូវប្រកេនភិក្ខុទេណាហ្នឹងហើយវិន័យហ្នឹងបើនិយាយទៅវាច្រើនរឿងឥឡូវពិបាកប្រព្រឹត្តកន្លែងហ្នឹងបាក់ប្រព្រឹត្តហ្នឹងគឺកន្លែងយើងទេវិន័យគ្មានបាក់អីទេសំបីរបស់អត់ប្រកេនបើនៅទុកក្នុងកុដិលោករបស់ឧទាហរណ៍ថារបស់សម្រាប់ឆាន់ហ្នឹងមានផ្លែឈើផ្លែអីចឹងទៅតែឆាន់ក្នុងវិកាលមិនបានហ្នឹងទោះលោកអត់ឆាន់ថ្ងៃហ្នឹងក៏ដោយព្រោះពេលលោកអត់ឆាន់ប៉ុន្តែទុកក្នុងកុដិលោកសិនស្អែកឡើងព្រឹកបានលោកឆាន់ត្រូវអាបត្តិមួយផ្សេងទៀតគឺហៅថាឆាន់សន្និធិសិក្ខាបទគឺសិក្ខាបទដែលសំទុកអាហ្នឹងមានរឿងអញ្ចឹងហើយបានជាត្រូវសាមណេរយកទៅទុកដាក់ឬក៏មានអារាមិកជនឬក៏សង្ឃមានឃ្លាំងសម្រាប់ដាក់ផ្សេងអញ្ចឹងណាអានឹងនិយាយទៅវាមានច្រើនហើយបើមិនចេះច្រើនទេបងប្អូនយើងចង់ប្រកេនអីប្រសង់គឺរាល់របស់ឆៅជាត្រីងៀតជាសាច់ជាអីជារបស់ឆៅទាំងអស់របស់ដែលត្រូវចំអិនវាលែងតែរបស់ដែលគេហូបមិនបាច់ចំអិនអានឹងផ្សេងទៀតប៉ុន្តែរបស់ដែលត្រូវចំអិនតែវានៅឆៅមិនក៏បីប្រកេនភិក្ខុទេហ្នឹងបើចង់គិតតាមវិន័យត្រូវឲ្យសាមណេរជាអ្នកចាត់ចែងឬក៏អារាមិកជនជាអ្នកចាត់ចែងទុកចំអិនប្រកេនលោកនិយាយអស់ភិក្ខុហ្នឹងចំអិនរបស់អត់បានទៅទៀតជាភិក្ខុហ្នឹងខ្ញុំនិយាយតាមវិន័យទេប៉ុន្តែភាពពិតយ៉ាងណាយ៉ាងហ្នឹងទៅតាមតំបន់តាមកន្លែងទៅបើគាត់ថាភិក្ខុមិនអាចចំអិនរបស់ឆាន់ខ្លួនឯងបានទៀត
ដាំបាយក៏មិនបានស្ងោរពោតក៏មិនបាននិយាយរួមចំអិនអត់បានភិក្ខុតែសាមណេរធ្វើបានអញ្ចឹងបានសាមណេរមានតួនាទីបម្រើភិក្ខុហ្នឹងខ្លះចឹងចុះហើយលោយើងចេះតែមានសទ្ធាទៅប៉ុន្តែយើងយកប្រកេនទៅវាមិនសូវត្រូវដែរចិន្តានួនជំរាបសួរលោកគ្រូដោយម្ដេចហៅថាឧបនិស្ស័យតើវាកើតឡើងដោយសារការសាងរបស់យើងឬយ៉ាងណាឧបនិស្ស័យនិយាយយកន័យស្ដាប់បានគឺជាអ្វីដែលសាងដដែលឲ្យទៅជាទម្លាប់ហៅថាឧបនិស្ស័យហ្នឹងហើយដូចជាឧបនិស្ស័យក្នុងការធ្វើទានអញ្ចឹងទៅធ្វើទានរឿយពេញចិត្តក្នុងការធ្វើទានរឿយវាធ្លាប់ទៅជាទានូបនិស្ស័យហ្នឹងហៅថាឧបនិស្ស័យនៃការធ្វើទានរក្សាសិលរឿយស្រឡាញ់សិលរឿយរក្សាសិលរឿយទៅហ្នឹងហើយការធ្លាប់ទៅជាទម្លាប់ទៅជាការពេញចិត្តរហូតដល់ស្រឡាញ់សិលចឹងទៅហៅថាមានឧបនិស្ស័យជាមួយសិលហៅថាសីលូបនិស្ស័យយើងមានសេចក្តីស្រឡាញ់ចង់រក្សាសិលមិនមែនឯងទេវាធ្លាប់មានពីមុនមកបានចេះស្រឡាញ់សិលហ្នឹងជាវនូបនិស្ស័យហ្នឹងចូលចិត្តចម្រើនការយល់ដឹងរឿយទៅចិត្តស្ងប់រឿយទៅហៅថាភាវនូបនិស្ស័យអាហ្នឹងឧបនិស្ស័យជាមួយនឹងធម៌ហ្នឹងអញ្ចឹងជាមួយនឹងកុសលធម៌ហើយមួយទៀតមានឧបនិស្ស័យបុគ្គលនិងបុគ្គលធ្លាប់សាងឧបនិស្ស័យល្អជាមួយគ្នាធ្លាប់ធ្វើទានជាមួយគ្នាធ្លាប់រក្សាសិលជាមួយគ្នាចម្រើនភាវនាជាមួយគ្នារៀនជាមួយគ្នាស្ដាប់ជាមួយគ្នាហ្នឹងហើយវាពុះផ្សំទាំងពីរវាត្រូវមានឧបនិស្ស័យក្នុងការធ្វើល្អនឹងមួយហើយឧបនិស្ស័យមនុស្សនិងមនុស្សឧទាហរណ៍ដូចជាមនុស្សល្អខ្លះល្អដែរតែបើមិនមានឧបនិស្ស័យបុគ្គលនិងបុគ្គលវាអាចធ្វើឲ្យរំលងដែរឧទាហរណ៍ដូចជាបុគ្គលខ្លះមានបុណ្យច្រើនប៉ុន្តែអត់មានឧបនិស្ស័យជាមួយព្រះសម្មាសម្ពុទ្ធដល់ទៅអត់មានឧបនិស្ស័យជាមួយព្រះអង្គចឹងទៅព្រះអង្គប្រហត់បានទេតែមានឧបនិស្ស័យជាមួយសាវកណាមួយចឹងហើយបានមានពេលខ្លះព្រះអង្គអត់ទៅប្រោសខ្លួនឯងទេព្រះអង្គមើលឧបនិស្ស័យជាមួយនរណាចឹងទៅអ្នកខ្លះព្រះអង្គឃើញថាអូទលមកលៀនបានទៅប្រោសបានល្មិចបានមកលៀនទៅប្រោសបានប្រហែលប្រពុតប្រោសអត់បានថាគេមានធាតុល្អដែរតែល្អហ្នឹងល្អជាមួយគ្នាជាមួយប្រមកលៀនប៉ាកាលពីអតីតជាតិតែអត់ធ្លាប់ធ្វើល្អមួយព្រះអង្គកាលពីជាតិមុនទេអញ្ចឹងដល់វាអត់មានអបនិស្ស័យល្អជាមួយព្រះអង្គអញ្ចឹងព្រះអង្គក៏ទៅប្រោសអត់បានសូម្បីតែមានធាតុល្អមកហ្នឹងហើយអញ្ចឹងបានយើងឃើញនៅក្នុងសាវករបស់ព្រះអង្គធំហៅថាអសីតិសាវកហ្នឹងគឺសិតតែមានសិស្ស500ណាទោះបីព្រះបរមគ្រូព្រះអង្គនៅអញ្ចឹងមែនព្រះអង្គជាធំលើគេព្រះអង្គជាកពូលគ្រូហើយប៉ុន្តែវិខខ្លះអត់ចូលចិត្តមកនៅមួយព្រះអង្គទេណាហ្នឹងហើយខ្លះទៅនៅជាមួយព្រះមហាកាសបៈទៅខ្លះទៅនៅជាមួយព្រះឧបល័យទៅខ្លះទៅនៅជាមួយព្រះអានន្ទទៅខ្លះទៅនៅជាមួយព្រះសរិបុត្រទៅនេះបនិស្ស័យបុគ្គលនិងបុគ្គលធ្លាប់សាងល្អជាមួយគ្នាហ្នឹងហើយចឹងហើយបានជាការដែលយើងយល់ពីឧបនិស្ស័យនៃការសាងមកព្រោះដែលកើតពីហេតុហ្នឹងយើងចំណែនគ្នាអត់កើតទេយល់ពីកន្លែងហ្នឹងចំណែនគ្នាអត់កើតទេមនុស្សមិនយល់ពីហេតុផលរបៀបនេះហើយបានចេះតែចំណែនគេថាគេនឹងដណ្ដើមនេះគេនឹងដណ្ដើមនោះ
គេជ្រះថ្លាជាមួយនឹងនេះជាមួយនឹងនោះទៅចំណែនគេចំណែនឯងដោយសារអីមិនយល់អារឿងឧបនិស្ស័យនោះបាទដូចនៅក្នុងបសោតមួយពេលដែលឆាន់ហើយអញ្ចឹងទៅនៅព្រៃមួយហ្នឹងមានភិក្ខុមួយក្រុមនៅជុំវិញព្រះអង្គអញ្ចឹងហើយព្រះសារីបុត្រប្រមោគលានព្រះអនុរុទ្ធជាដើមហ្នឹងកំពុងតែដើរចង្ក្រមហ្នឹងមិនមែនចង្ក្រមជាកិច្ចមួយពេលឆាន់ហើយដើរស្រួលដូចឥឡូវយើងហៅដើរដូចពេទ្យក៏ប្រាប់ដែរថាហូបបាយហើយយើងដើរកន្លះម៉ោងអញ្ចឹងវាល្អអញ្ចឹងណាហៅដើរចង្ក្រមស្រួលឲ្យអាហារហ្នឹងវាដើរស្រួលហើយសិស្សរបស់លោកដើរតាមក្រោយអញ្ចឹងរហូត500បានព្រះអង្គសួរភិក្ខុដែលនៅជុំវិញព្រះអង្គហ្នឹងថាមនាលភិក្ខុទាំងឡាយតើអ្នកទាំងឡាយឃើញពួកភិក្ខុដែលតើតាមក្រោយព្រះសារីបុត្រទេឃើញព្រះអង្គហើយចង់ឃើញអ្នកដើរតាមមួយយើងបងថាមនាលភិក្ខុទាំងឡាយអ្នកដើរតាមព្រះសារីបុត្រហ្នឹងសិតតែអ្នកមានបញ្ញាធៀបវាត្រូវគ្នាអញ្ចឹងធ្លាប់ជាកូនសិស្សលោកយូរហើយអ្នកដើរតាមហ្នឹងមិនមែនតែជាតិហ្នឹងជាតិណាក៏សិស្សលោកដែរហើយអ្នកទាំងឡាយមានឃើញក្រុមភិក្ខុដែលដើរតាមប្រមោគលាននេះឃើញព្រះអង្គអ្នកដើរតាមមោគលាននោះសិតតែអ្នកត្រួតត្រងរិទ្ធអញ្ចឹងលោកមានឧបនិស្ស័យទាំងពីរមួយឧបនិស្ស័យផ្នែករិទ្ធហ្នឹងហើយមួយទៀតឧបនិស្ស័យជាមួយប្រមោគលានហ្នឹងបដ ாய் ហើយបងថាខ្ញុំមានឃើញពួកភិក្ខុដើរតាមព្រះកាសបៈមហាកាសបៈឃើញព្រះអង្គហ្នឹងអ្នកដើរតាមមហាកាសបៈសិតតែអ្នកត្រួតត្រងទុដងអញ្ចឹងមានឃើញអ្នកដើរតាមមនុរុទ្ធទេ500ក្រោយឃើញបងអ្នកដើរតាមមនុរុទ្ធសិតតែអ្នកត្រួតត្រងចក្ខុទិដ្ឋខ្ញុំមានឃើញអ្នកដើរតាមអនន្តនេះឃើញតើបងអ្នកដើរតាមអនន្តសិតតែអ្នកចូលចិត្តសិក្សាចូលចិត្តស្ដាប់ហើយកាលនោះទេវទត្តអត់តន់បែកតាណានេះកំពុងអង្គើតិចបានបងថាជិះមានឃើញក្រុមភិក្ខុ500ដែលដើរតាមទេវទត្តទេឃើញតើបងហ្នឹងហើយលោកដើរតាមទេវទត្តនោះសិតតែអ្នកប្រាថ្នាលមុខត្រូវធៀបគ្នាណាអញ្ចឹងសត្វលោកត្រូវគ្នាដោយធៀបអញ្ចឹងអាធៀបត្រូវគ្នាហ្នឹងហៅថាឧបនិស្ស័យមនុស្សនិងមនុស្សពីព្រោះអីធោវាប្រព្រឹត្តត្រូវគ្នាផងហើយវាធ្លាប់សំជាមួយគ្នាផងហ្នឹងហើយអញ្ចឹងបើទោះជាពុទ្ធនឹងល្អចិញ្ចែងប៉ុណ្ណាក៏ដោយក៏មិនអាចធ្វើឲ្យមនុស្សដែលសន្សំធាតុអាក្រក់ហ្នឹងមកទទួលយកប្រយោជន៍ពីព្រះអង្គបានដែរហើយសួរថាតើយើងត្រូវសន្សំដោយខ្លួនយើងឬយ៉ាងណានិយាយដោយសន្មតគឺត្រូវតែសន្សំរៀងខ្លួនសន្សំដោយខ្លួនយើងនឹងឯងមានពីណាសន្សំឲ្យដែរតែបើនិយាយដោយធម្មទិដ្ឋានបុគ្គលាទិដ្ឋានពេលទេសនាគេមានពាក្យធម្មទិដ្ឋានហើយនឹងបុគ្គលាទិដ្ឋានមានន័យថានិយាយជាលក្ខណៈបុគ្គលអញ្ចឹងនិយាយជាលក្ខណៈបុគ្គលណាធ្វើបាបបុគ្គលនឹងទទួលផលបាបដោយខ្លួនឯងបុគ្គលណាសាងបុណ្យបុគ្គលនឹងទទួលសេចក្តីសុខដោយខ្លួនឯងគេហៅថាបុគ្គលាទិដ្ឋានតែបើនិយាយពីធម្មទិដ្ឋានអកុសលធម៌ឲ្យផលជាទុក្ខកុសលធម៌ឲ្យផលជាសុខណាទូធម៌សុខមកឆប់ផនលីនជំរាបសួរលោកគ្រូតើចិត្តជាសង្ខារិកៈអាចកើតក្នុងកុសលចិត្តដែរឬទេលោកគ្រូបាទក្នុងកុសលចិត្តពួក
មហាកុសលអីហ្នឹង4ដួងជាអសង្ខារិកៈហើយ4ដួងទៀតជាសសង្ខារិកៈអញ្ចឹងណាម្យ៉ាងទៀតការចម្រើនកុសលក្នុងចិត្តគឺពិតជាលំបាកខ្លាំងណាស់លោកគ្រូខ្ញុំពិតជាមិនអាចមានសតិតាមទាន់សោះព្រោះកិលេសវាមានកម្លាំងខ្លាំងផងច្រើនជាងខ្លាំងជាងច្រើនផងយ៉ាងណាក៏សូមអរគុណលោកគ្រូដែលនៅតែបន្តចែករំលែកធម្មទានសូមអរគុណបាទនឹងជាសង្ខារធម៌ដែលន័យដោយសំខាន់ហ្នឹងគឺត្រូវតែបដោតទៅលើសភាវៈដែលជាសង្ខារធម៌ដែលជាអនត្តាធម៌ដែលមិនតាំងនៅក្នុងអំណាចយើងគេនេះច្បាស់ហេសុផនលិនតាមដែលគំនិតនឹងយើងចង់តែចម្រើនកុសលនឹងឲ្យច្រើនចង់តែចម្រើនសតិនឹងឲ្យវាច្រើនចង់តែឈ្នះកិលេសក្នុងចិត្តប៉ុន្តែជានិច្ចកាលនោះកិលេសនោះវាកើតញឹកញាប់ច្រើនជាងហើយការពិតទេពិតនឹងហើយអនត្តាធម៌ដើម្បីកុំឲ្យយើងនឹងចេះតែមានលេសបើកាលណាយើងកាន់តែឃើញឥទ្ធិពលរបស់កិលេសអញ្ចឹងណាយើងមិនមានលេសច្រើនហើយចេះតែគិតថាយើងនឹងគ្រាន់បើទេឧទាហរណ៍ថាឃើញគេធ្វើខុសអញ្ចឹងណាតេះឌីលអាចារ្យនេះអាចារ្យនោះធ្វើដល់តែអាចារ្យប៉ុន្តែមិនបរិសុទ្ធចេះខ្ញុំហ៎បើខ្ញុំធ្វើអាចារ្យវិញខ្ញុំមិនធ្វើអញ្ចឹងកុំតន់មើលឬក៏ឃើញបាសកបាសិកាណាគាត់កោសក់ស្លៀកសអីចឹងគាត់ធ្វើអីមិនសូវសមរម្យតែខ្លួនឯងនៅផឹកឲ្យតប៉ែហើយនិយាយគ្នាណានិយាយគ្នាតានេះកោដល់ទៅសក់ស្លៀកដល់ទៅសនៅតែធ្វើរឿងផ្ដេសផ្ដាស់ខ្ញុំហ៎ចាំមើលតែខ្ញុំទៅវត្តខ្ញុំកាន់សិលខ្ញុំកាន់ឲ្យល្អមកកុំតន់ឥឡូវលះតែស្រាក្នុងតប៉ែនឹងមិនបានផងកុំទៅសម័យថាកាលនោះអញធ្វើបានអត់ទេកុំជឿធម៌ទាំងឡាយកើតពីហេតុហ្នឹងហើយចង់ដឹងថាថ្ងៃនោះយើងធ្វើអានោះបានអត់ត្រូវលះអកុសលពីថ្ងៃហ្នឹងបើថ្ងៃហ្នឹងយើងមិនលះអកុសលដែលកំពុងប្រព្រឹត្តនេះបានផងគុំសង្ឃឹមទៅថ្ងៃនោះយើងធ្វើបានអត់បានទេកុំមើលវាងាយវាអសោះហ្នឹងហើយព្រោះតែលេសរបស់កិលេសហ្នឹងកិលេសរបស់បាបហ្នឹងធ្វើឲ្យយើងឃ្លាតឆ្ងាយពីទានសិលភាវនាហ្នឹងរហូតមកជីវិតគ្មានបានធ្វើទេឧទាហរណ៍ថាឥឡូវខ្ញុំអត់តន់រសាសិលចាំមើលខ្ញុំការកូនហើយខ្ញុំនឹងរសាសិលឲ្យល្អឥឡូវវាជាប់កពើពេកវាជាប់អីពេកធ្វើអីមិនតាន់បានទេមើលកូនមកការឲ្យខ្ញុំទៅវត្តទៅកាន់ទានសិលអីចឹងមើលគាត់នឹងយល់ពីទានសិលហើយចឹងណានិយាយហ្នឹងអត់យល់ទេមិនយល់ទេប៉ុន្តែពេលនិយាយដូចមែនចឹងណាដូចណាស់ចឹងណាហ្នឹងហើយពួកខ្ញុំឥឡូវមិនតាន់ទេខ្ញុំរស់ស៊ីសិនចាំមើលតែខ្ញុំដល់ពេលខ្ញុំរស់ធោះរស់ខ្ញុំច្បាស់ហ្មងអូកុំជឿឥឡូវអាបន្តិចធ្វើមិនបានផងតិចធ្វើមិនបានផងយើងប្រមាថតាំងពីពេលនិយាយមកម៉េះដោយព្រះអង្គត្រាស់ថាអភិតរេថកាលយានេបាចិត្តតាំងនិវេរយេតនធាំងហៈករតោបញ្ញាបាស្មង្រមតៃមโนបុគ្គលរស់រាន់ក្នុងសេចក្តីល្អបើយល់ថានឹងល្អរស់រាន់ពីឥឡូវអត់មានចាំពេលនោះទេព្រោះថាតនធាំងហៈករតោបញ្ញាព្រោះថាបើបុគ្គលធ្វើល្អយឺតក្នុងការធ្វើល្អហ្នឹងយឺតក្នុងសេចក្តីល្អហ្នឹងបើធ្វើល្អយើងវាមិនយល់ទៅទៀតធ្វើល្អហ្នឹងស្អីការជំរះចិត្តរាល់ថ្ងៃធ្វើឲ្យយល់នៅសភាវៈតាមសេចក្តីពិតរាល់ថ្ងៃហ្នឹងមិនយល់អាហ្នឹងទេធ្វើល្អទល់តែទៅនេះទៅនោះធ្វើនេះធ្វើនោះអស់លុយហ្នឹងអាហ្នឹងបានពាក្យធ្វើល្អវាជាសម្ពាធនៃប្រជាពុទ្ធបរិស័ទយើងហ្នឹងឲ្យទៅយល់ថាធ្វើល្អហ្នឹងគឺសម្ពាធតែមកពីមិនយល់ថាល្អហ្នឹងស្អីរាល់ថ្ងៃហ្នឹងនៅពេលដែលសេចក្តីយល់ដឹងក្នុងសេចក្តីល្អហ្នឹងហើយសទ្ធានឹងវាកើតហើយតួធម៌ល្អដែលកើតក្នុងចិត្តហ្នឹងបុគ្គលល្អហ្នឹងត្រូវការវាដូចយើងអត់បាយមិនបានអញ្ចឹងវាអត់ជាសម្ពាធទៀតទេប៉ុន្តែត្រូវកើតពីការយល់យើងសាកសម័យអញ្ចឹងដូចបុគ្គលខ្លះគាត់ធ្លាប់រស់ស៊ីមានបានណា
ដោយការលក់ខ្លួនឲ្យដូចនាងដូចនាងខេម៉ាសេរីម៉ាមកយប់1000រស់ស៊ីលបហ្នឹងគ្រាន់តែយល់ធននឹងភ្លាមគាត់ដូរលបភ្លាមមិនមែនចប់រឿងគាត់ឈប់រស់ស៊ីទេគាត់ដូរលបភ្លាមគាត់មានដើមទុនស្រេចហើយមានការយល់ដឹងភ្លាមគាត់ដូរលបភ្លាមគាត់គ្មានទៅធ្លាក់ខ្លួនក្រព្រោះការយល់ត្រូវហ្នឹងទេអត់ទេឃើញទេគាត់ឈប់ទូបីមកយប់1000ក៏គាត់ឈប់ធ្វើដែរតែគាត់ធ្វើលបផ្សេងគាត់អត់មានថាហេអញសំលុយសិតចាំដល់ពេលនោះចាំធ្វើល្អអត់ទេបើយល់សេចក្តីល្អអត់អញ្ចឹងទេចាំអញមានសិនអត់ទេខៃឡូវានៅមិនដល់ពេលមានហ្នឹងចំពោះសេចក្តីល្អមួយមិនប្រកាន់ថាមានថាក្រទេបងប្អូនមានក្រតែរឿងមានឧបនិស្ស័យឬអត់ទេមានឧបនិស្ស័យឬក៏ខ្វះឧបនិស្ស័យប៉ុណ្ណោះហើយធៀបជាមនុស្សអាក្រក់ក៏មិនមែនថាក្របានអាក្រក់មានមិនអាក្រក់អត់ទេមនុស្សជាន់ណាថ្នាក់ណាក៏អាចជាមនុស្សអាក្រក់បានដែរមនុស្សល្អដូចគ្នាមនុស្សក្ររបៀបណាក៏មានមនុស្សល្អដែរអ្នកមានកម្រិតហើយក៏មានមនុស្សល្អដែរហ្នឹងហើយចឹងឲ្យតែគិតថាចាំដល់ពេលនោះណាចាំដល់ពេលនោះចាំធ្វើល្អហ្នឹងមានន័យថាយើងមិនយល់សេចក្តីល្អទេយើងនិយាយថាចាំដល់ពេលនោះចាំធ្វើល្អប្រៀបបាននឹងយើងកំពុងឃ្លានយើងថាចាំស្អែកចាំហូបចឹងយើងនិយាយចឹងកើតទេឥឡូវកំពុងឃ្លានត្រូវការអាហារហ្នឹងហើយទេខ្ញុំឃ្លានណាស់ខ្ញុំដឹងថាអាហារនឹងឆ្ងាញ់អាហារនឹងល្អតែខ្ញុំអត់តន់ហូបទេទោះជាខ្ញុំឃ្លានក៏ដោយចាំស្អែកបានខ្ញុំហូបមិនបានទេអត់ទេអត់អាចចឹងទេតែល្អក្នុងពេលនេះល្អអីគឺតួមហាកុសលដែលកើតឡើងហ្នឹងហើយដែលយើងខ្លាចសេចក្តីល្អមកពីឲ្យនិយមន័យសេចក្តីល្អអត់ត្រូវឲ្យនិយមន័យសេចក្តីល្អទៅលើសកម្មភាពស្អីផ្សេងឲ្យនិយមន័យសេចក្តីល្អទៅលើការអស់លុយអស់កាក់តែម្យ៉ាងឃើញទេអញ្ចឹងឲ្យតែធ្វើល្អក្រខ្លួនធ្វើល្អក្រខ្លួនឯណាណីនោះជាការសិក្សាការសង្កេតពិនិត្យចិត្តតាមដានចិត្តបរឹងស្មារតីសិតទៅជាសេចក្តីល្អដែលត្រូវធ្វើក្នុងជីវិតប្រចាំថ្ងៃឃើញទេតែយ៉ាងណាក៏ពាក់ព័ន្ធទៅលើឧបនិស្ស័យដែលកើតឡើងនឹងពីការសិក្សារៀនសូត្របាទ